លោកហ្វេងអ្នកបានស្វែងរកគ្រួសាររបស់អ្នកអស់ជាច្រើនឆ្នាំហើយថ្ងៃនេះជាអាពាហ៍ពិពាហ៍ទី2របស់ម្ដាយអ្នកប្រកាសថានឹងចូលទៅបែបនេះទេខ្ញុំមិនបានឃើញនាងអស់រយៈពេលជាង20ឆ្នាំហើយម្ដាយនេះសំនឹងទទួលស្គាល់ទេខ្ញុំត្រូវការសាកល្បងនាងប្រសិនបើនាងឆ្លងកាត់ការសាកល្បងអ្វីទាំងអស់នេះនឹងក្លាយជារបស់នាងដោយធម្មជាតិកូនក្រមុំថ្មីរបស់អ្នកនៅថ្ងៃរៀបការនៅតែត្រូវគេបញ្ជាទេមិនអាក្រក់ទេស្ដាប់បង្គាប់គ្រប់គ្រាន់នាងប្រហែលជាគ្មានថ្លៃបណ្ណាការទេប៉ុន្តែនាងក៏គ្មានកូនដែរហើយនាងនៅតែមានប្រាក់សោធនរបស់ប្តីចុង$20,000រៀបការជាមួយនាងជាការឈ្នះប្រាកដបន្ទាប់ពីថ្ងៃនេះកូនប្រុសយើងនឹងត្រូវបានថែរក្សាតើនាងមិនមែនជាកូនក្រមុំថ្ងៃនេះទេហេតុអ្វីបានជានាងនៅតែធ្វើការមើលអ្នកសុំទានមករៀបការហើយអ្នកសុំទាននេះមកពីណាសំណាងអាក្រក់ណាស់មេគាត់ច្បាស់ជាមករកបាយឥតគិតថ្លៃឆាប់ទៅហៅនរណាម្នាក់មកបណ្ដេញគាត់ចេញកុំពន្យាពេលពិធីមង្គលការទៅចេញទៅដូចតែខ្ញុំគិតនាងបរាជ័យក្នុងការសាកល្បងរបស់ខ្ញុំនឹងចាក់ចេញដោយខ្លួនឯងតើអ្នកទៅណាហេតុអីអ្នកមិននៅញ៉ាំបាយសិនខ្ញុំមកនេះមិនមែនដើម្បីញ៉ាំបាយទេអញ្ចឹងខ្ញុំមកនេះដើម្បីជួបអ្នកម៉ាក់តើអ្នកច្រឡំទេកូនប្រុសខ្ញុំស្លាប់តាំងពីជាង20ឆ្នាំមុនក្នុងគ្រោះថ្នាក់រថយន្តជាមួយឪពុកវាខ្ញុំមិនស្លាប់ទេខ្ញុំត្រូវបានអ្នកភូមិម្នាក់ដែលដើរកាត់ជួយសង្គ្រោះទីបំផុតអ្នកមានអ្នកបម្រើគិតថ្លៃម្នាក់ហើយឥឡូវកូនប្រសារមួយក៏លេចឡើងប៉ាឥឡូវយើងធ្វើម៉េចបុរសនេះគាត់នឹងមិនបញ្ចប់ដោយចំណាយលុយយើងទេភ្នែកឯងមុខឯងមើលទៅដូចគាត់ខ្លាំងណាស់ឈប់និយាយរឿងនេះទៅឯងថាឯងជាកូនគាត់បញ្ជាក់មកឯងមិនអាចគ្រាន់តែនិយាយចូលបានទេមីងបុរសនេះច្បាស់ជាអ្នកបោកប្រាស់កុំជឿគាត់តើអ្នកមានភស្តុតាងទេនេះជាស្នាមពីកំណើតរបស់ខ្ញុំត្រឹមត្រូវនេះដូចគ្នានឹងកូនប្រុសខ្ញុំដែរឯងពិតជាជេសរបស់ម៉ាក់មែនកុំភ្លេចថាអ្នករៀបការចូលគ្រួសារយើងបើអ្នកហ៊ានទទួលស្គាល់ក្មេងសេននេះកុំសង្ឃឹមថាខ្ញុំនឹងល្អជាមួយអ្នកទៀតឡើយមើលរូបរាងដូចក្រីក្រដូចជាកម្មករសំណងគ្មានលុយគ្មានអនាគតប៉ាខ្ញុំមិនអាចពឹងគាត់សម្រាប់ការថែទាំពេលចាស់បានទេគាត់អាចនឹងចំណាយលុយគ្រួសារយើងទៀតផងត្រឹមត្រូវហើយមីងអ្នកមិនបានជួបគ្នាជាង20ឆ្នាំហើយគ្មានទំនាក់ទំនងពិតប្រាកដទេកុំទទួលស្គាល់គាត់ចុះបើអ្នកជ្រើសរើសខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីផ្ដល់ជីវិតដ៏ប្រណិតដល់អ្នកតែបើអ្នកស្ដាប់គេបោះបង់ខ្ញុំចោលល្អចំណងម្ដាយកូនរបស់យើងត្រូវបញ្ចប់ចេញទៅឥឡូវនេះអ្នកទាំងអស់គ្នាថ្ងៃនេះជាគុណពីរកូនបង្កើតរបស់ខ្ញុំជេសេងទីបំផុតត្រូវបានរកឃើញហើយស្ត្រីឈ្គួននេះឆេប្រាប់ម៉ាក់ប៉ុន្មានឆ្នាំនេះតើអ្នករស់នៅយ៉ាងណាដែរតើអ្នករៀបការហើយឬនៅខ្ញុំមិនទាន់រៀបការនៅឡើយទេកុំបារម្ភវាពិតជាពិបាកប៉ុន្តែខ្ញុំបានឆ្លងផុតមិនទាន់រៀបការទេដូច្នេះពេលគាត់រៀបការហើយសង់ផ្ទះតើគាត់មិនចំណាយលុយរបស់ម៉េចទេគ្មានផ្លូវទេយើងត្រូវរកវិធីបណ្ដេញគាត់ចេញវាជាកំហុសរបស់ខ្ញុំបរាជ័យក្នុងការការពារអ្នករងទុក្ខយ៉ាងខ្លាំងនៅទីនោះតែម្នាក់ឯងឥឡូវនេះយើងនឹងថែរក្សាអ្នកយ៉ាងល្អយើងនឹងក្លាយជាគ្រួសាររីករាយដោយសារម៉ាក់ចង់បានជីវិតស្ថិរភាពខ្ញុំអាចជួយគ្រួសារដាវីសដោយសម្ងាត់មីងកូនប្រុសរបស់អ្នកលេចមុខមកពេលនេះក្នុងចំណោមពេលវេលាទាំងអស់ហើយអ្វីបានជាទាមទារអ្នកឥឡូវនេះមុនពេលរៀបការតែប៉ុណ្ណោះដូច្នេះគាត់មិនចាំបាច់ចំណាយលុយឬការខំប្រឹងទេគាត់ច្បាស់ណាស់ចេះជ្រើសរើសពេលវេលាអ្នកមិនបានចំណាយប្រាក់សំបីតែ1សេនសម្រាប់ពិធីមង្គលការរបស់ម៉ាក់អ្នកឥឡូវបន្ទាប់ពីទាមទារនាងអ្នកទទួលបានម៉ាក់ឥតគិតថ្លៃឪពុកនិងបងប្អូនប្រុសឥតគិតថ្លៃការដោះដូរដ៏ផ្អែមល្ហែមប្រហែលជានាពេលអនាគតគាត់ថែមទាំងអាចប្រជែងជាមួយខ្ញុំដើម្បីមរតកទៀតផងមេដោយសារអ្នកគ្មានកូនផ្ទាល់ខ្លួនខ្ញុំមិនបានទាមទារថ្លៃបណ្ណាការពីអ្នកទេគាត់គួរតែធ្វើផ្នែករបស់គាត់យ៉ាងហោចណាស់មែនទេខ្ញុំពិតជាបានរៀបចំថ្លៃបណ្ណាការដ៏សម្បូរបែបសម្រាប់ម៉ាក់ខ្ញុំប៉ុន្តែយ៉ាងច្បាស់អ្នកមិនទាន់សមនឹងទទួលបានវានៅឡើយទេម៉ាក់តើអ្នកនឹងជ្រើសរើសអ្វីឆេអសើនិយាយត្រូវដោយសារអ្នកត្រឡប់មកវិញ
អ្នកគួរតែធ្វើផ្នែករបស់អ្នកសម្រាប់គ្រួសារនេះ ខ្ញុំដឹងហើយបន្ទាប់ពីឃ្លាតឆ្ងាយគ្នាជាង20ឆ្នាំនាងនៅតែចូលខាងអ្នកដទៃ ក្នុងនាមជាគ្រួសារតែមួយគត់របស់ម៉ាក់អ្នកត្រូវតែឈានមុខគ្រាន់តែដើរពី3ជំហានហើយអង្គុយនៅតុបារ កៅអីនេះមានអ្នកអង្គុយហើយគាត់មិនអាចអង្គុយទីនេះបានទេប្រញាប់យកគាត់ចេញពីទីនេះទៅ ឆេះជាកូនប្រុសរបស់ខ្ញុំផ្ទាល់គាត់ជាគ្រួសារតែមួយគត់របស់ខ្ញុំនៅក្នុងលោកនេះគាត់ត្រូវតែអង្គុយនៅតុបារហើយគាត់ត្រូវការកៅអីខាងមុខបំផុត ស្រមៃទៅខ្ញុំបានរៀបចំរួចហើយថាអ្នកណាអង្គុយនៅទៅនោះពួកគេសុទ្ធតែមកពីគ្រួសារ Davis គាត់មិនអាចអង្គុយទីនេះបានទេ ដូច្នេះរៀបចំកន្លែងអង្គុយឡើងវិញកូនប្រុសខ្ញុំត្រូវតែអង្គុយទីនេះ អ្នកនាងនៅតែការពារខ្ញុំដូចមុនដដែលពិតប្រាកដហើយអ្វីបានជាកូនប្រុសរបស់នាងផ្ទាល់មិនអាចអង្គុយនៅតុបារនោះគឺគ្រាន់តែធ្វើឲ្យពិបាក មីងការអង្គុយនៅតុបារមិនងាយស្រួលនោះទេដោយសារកូនប្រុសរបស់អ្នកមកពីគ្រួសារខាងអ្នកដូច្នេះគាត់គួរតែឲ្យថ្លៃបណ្ណាការខ្លះ ម៉ូនីកានិយាយត្រូវមេដោយសារកូនប្រុសអ្នកត្រឡប់មកវិញថ្លៃបណ្ណាការនោះមិនអាចចរចាបានទេច្បាប់គឺច្បាប់ អាធួរតើអ្នកមិនបានរៀបការជាមួយខ្ញុំដោយមិនបានចំណាយប្រាក់ថ្លៃបណ្ណាការមួយកាក់ទេហើយឥឡូវអ្នកមានមុខសុំថ្លៃបណ្ណាការពីកូនប្រុសខ្ញុំឬ ខ្ញុំអនុញ្ញាតឲ្យអ្នកមកនៅក្នុងផ្ទះខ្ញុំអ្នកមានកន្លែងរស់នៅនិងអាហារបរិភោគនោះគឺច្រើនជាងអ្វីដែលអ្នកសុំនឹងទទួលទៅទៀតហើយអ្នកហ៊ានសុំថ្លៃបណ្ណាការពីខ្ញុំទៀតឬក្នុងករណីនោះខ្ញុំចង់ឃើញថាអ្នកចង់រៀបការជាមួយម្ដាយខ្ញុំថាពិតជាខ្វល់ពីនាងឬគ្រាន់តែខ្វល់ពីលុយផ្ទះវីឡា10ខ្នងសោរយន្តប្រណិត10គ្រឿងប្រាក់មាសដុំ11ផោនម្ដាយខ្ញុំបានឆ្លងកាត់ការសាកល្បងប៉ុន្តែគ្រួសារ Davis មិនទាន់ឆ្លងទេយើងកំពុងពន្យាពេលថ្លៃបណ្ណាការឥឡូវនេះពិតណាស់ខ្ញុំបានរៀបចំថ្លៃបណ្ណាការរួចហើយប៉ុន្តែខ្ញុំក៏បានយកអំណោយផ្សេងទៀតមកដែរនោះហើយវាស្ដើងដូចក្រដាសមានដល់20នៅក្នុងនោះស្ដើងប៉ុន្តែនៅខាងក្នុងមានកាត់នាគថ្លៃ10លាន មីងកូនប្រុសរបស់អ្នកចេះគោរពណាស់ បើអ្នករកសង្ហមមិនបាននិយាយត្រង់ទៅធ្វើល្ខោននៅទីនេះជាមួយស្រោមសម្បត្តិក្រហមដ៏តូចតាចបោកអ្នកណាដូចខ្ញុំគិតអ្នកក្រយ៉ាប់ហើយសំបីតែស្រោមសម្បត្តិក្រហមក៏ក្រោតជ្រៀតណាស់ មើលទៅនាងបានយកមនុស្សដែលមិនចេះជួយខ្លួនឯងជាសាច់ញាតិក្រីក្រមានន័យដូចម្ដេច តើមានអ្វីនៅក្នុងស្រោមសម្បត្តិក្រហមនេះហើយអ្វីមិនបើកមើលដោយខ្លួនឯងបន្ទាប់មកយើងនិយាយគ្នាមើលអ្វីឈប់និយាយបិទបាំងទៅអ្នកកំពុងព្យាយាមគេចវេះអ្នកប្រកាសណាស់ថាអ្នកមិនចង់បើកមើលចុះថាអ្នកមានមុខល្បិចអីហាអ្នកគិតថាខ្ញុំមើលតាមតែអ្នកប្រាប់តើអ្នកគិតថាអ្នកជាអ្នកណានេះគឺជាជំរើសរបស់អ្នកពីពេលនេះទៅគុំស្ដាយក្រោយគ្រាន់តែស្រោមសម្បត្តិក្រហមដ៏អន់តើមានកំណប់អ្វីនៅក្នុងសាកល្បងបរាជ័យយកថ្លៃបណ្ណាការទៅបាទខ្ញុំមិនជឿថាមានអ្នកបដិសេធឱកាសខ្លាចជាសាច់ញាតិរបស់អ្នកមានជាងគេសម្អាតវាទាំងអស់ទៅ Arthur Davis តើអ្នកហ៊ានធ្វើឲ្យកូនខ្ញុំអាម៉ាស់យ៉ាងនេះទេ កូនរបស់អ្នកមិនទាន់រៀបការនឹងគ្មានកូនទេគាត់គ្មានអ្វីសោះការទិញផ្ទះរៀបការទាំងអស់នោះនឹងធ្វើឲ្យអ្នកខាតប្រាក់បន្ទាប់មកគាត់នឹងទាញយើងទាញគ្រួសារយើងចុះត្រឹមត្រូវហើយមីងការយកគាត់មកវិញគឺដូចជារណ្ដៅគ្មានបាតហើយអ្វីបានជាយើងត្រូវគាំទ្រគាត់ មីងកុំល្ងងអីសម្រាប់សាច់ញាតិក្រីក្របែបនេះមិនសមនឹងឆ្លោះគ្នាទេជាមួយគ្រួសារ Davis របស់យើង អ្នករត់តុយកអ្នកសុំទានខូចនេះចេញពីទីនេះទៅគាត់កំពុងនាំសំណាងអាក្រក់មកកន្លែងទាំងមូលរករឿងអ្នកណាហ៊ានប៉ះកូនខ្ញុំនឹងប្រយុទ្ធរហូតដល់ស្លាប់ នេះជាលើកទី1ក្នុងរយៈពេល23ឆ្នាំដែលមានអ្នកណាម្នាក់ឈរនៅពីមុខខ្ញុំដោយគ្មានលក្ខខណ្ឌដូចនេះតើនេះជា Black Card មែនទេវ
វិជាកាត់នៀកអ្នកត្រូវការប្រាក់សន្សំយ៉ាងតិច8ខ្ទង់ដើម្បីមានសិទ្ធិទទួលបានកាត់ខ្មៅមាសកម្រិតខ្ពស់នៅទូទាំងក្រុងអាកាឌីស្ទើរតែគ្មាននរណាមានទេគាត់គ្រាន់តែជាកម្មករសំណងតើធ្វើម៉េចគាត់អាចមានកាត់បែបនេះតើគាត់អាចជាអ្នកមានអំណាចលាក់កំបាំងឬឆេតើកាត់នេះអីដែរម៉ាក់មិនទាន់លែងលះអស់ទេបើខ្ញុំបង្ហាញអត្តសញ្ញាណឥឡូវគ្រូសា Davis អាចយកវាមកប្រឆាំងយើងវានឹងបង្ករឿងខ្ញុំតើអាចជាអ្វីទៀតគាត់ច្បាស់ជាទទួលបានការខ្លាញ់ខ្លាយគាត់គ្រាន់តែជាកម្មករសំណងប្រឡាក់ភពហើយមិនមានសម្លៀកបំពាក់សមរម្យទៀតគាត់មានសំណាងបើគាត់មាន2000តើធ្វើម៉េចវាអាចពិតប៉ុន្តែវាមើលទៅដូចកាត់ពិតឃើញទេបែកហើយខ្លាញ់ខ្លាយតើកាត់ខ្មៅមាសពិតអាចទន់ខ្សោយបែបនេះទេទីថាវាខ្លាញ់ខ្លាយពិតកាត់ខ្មៅមាសផ្ទាល់ខ្លួនតម្លៃ$10 លានទើបតែបែកជាពីរខ្ញុំចង់ដឹងពេលអ្នកដឹងថាអ្នកទើបតែបោះចោល$10 លានតើអ្នកនឹងមានប្រតិកម្មយ៉ាងណាមីងអ្នកគួរតែបង្រៀនកូនប្រុសរបស់អ្នកអំពីរបៀបនិយាយបង្ហាញខ្លួនបែបនេះពេលគាត់គ្មានលុយតើគាត់មិនខ្មាស់ទេចាំរងចាំស្នូលនៃកាត់គឺមាសនេះជាកាត់នាគពិតជាមួយនឹងរូបរាងថោកទាបនិងគួរឲ្យអាណិតរបស់គាត់នោះគ្មានផ្លូវទេដែលមាសនោះពិតប្រាកដនោះជាការពិតជំនាញคล้ายៗរបស់អ្នកពិតជាល្អណាស់ធ្វើឲ្យវាមើលទៅដូចពិតអ្នកស្ទើរតែបញ្ឆោតខ្ញុំបានប្រសិនបើអ្នកថាវាคล้ายៗនោះខ្ញុំស្មានថាវាคล้ายៗយ៉ាងណាក៏ដោយអ្នកបានបំផ្លាញទាំងស្រុងឱកាសคล้ายជាអ្នកមានរបស់អ្នកផ្ទាល់ទីបំផុតសារភាពហើយមែនទេតើអ្នកកំពុងរងចាំអ្វីយកបរិះនេះចេញពីទីនេះឈប់កុំហ៊ានប៉ះកូនប្រុសខ្ញុំគាត់កំពុងបោកប្រាស់មនុស្សនៅពិធីមង្គលការរបស់ខ្ញុំហើយអ្នកនៅតែការពារគាត់ទៀតចេញពីផ្លូវកុំរារាំងបាទចេញពីផ្លូវខ្ញុំច្បាស់ណាស់អ្នកបានធ្វើឲ្យរឿងពិបាកសម្រាប់កូនប្រុសខ្ញុំទុកឲ្យខ្ញុំទៅដូច្នេះអ្នកជ្រើសរើសវិធីពិបាកមែនទេប្រសិនបើអ្នកមិនបោះបង់កូនប្រុសក្រីក្ររបស់អ្នកនេះនៅថ្ងៃនេះយើងនឹងលែងលះគ្នាតើនាងនឹងជ្រើសរើសអ្វីដោយសារគ្រូសា Davis មិនអាចទទួលយកកូនប្រុសខ្ញុំបានទេដូច្នេះយើងលែងលះគ្នាទៅកូនកុំបារម្ភលើកនេះម៉ាក់នឹងមិនបោះបង់ចោលកូនឡើយប៉ាឈប់នាងទៅយើងរកឃើញអ្នកបម្រើគិតថ្លៃល្អបែបនេះហើយពិតប្រាកដណាស់បើនាងចាក់ចេញអ្នកណានឹងមើលថែចៅប្រុសរបស់អ្នកឈប់អីនាងមិនអាចរស់នៅដោយគ្មានខ្ញុំទេមេមើលកញ្ចក់ហើយមើលថាអ្នកចាស់ប៉ុណ្ណាស្ត្រីមេម៉ាយចាស់ដូចអ្នកក្រៅពីខ្ញុំអ្នកណាចង់បានអ្នកបើគ្មានខ្ញុំអ្នកគ្មានតម្លៃទេនៅស្ងៀមឈប់សម្ដែងទៅខ្ញុំនឹងឲ្យឱកាសចុងក្រោយមួយទៀតនៅជាមួយខ្ញុំហើយរស់នៅល្អឬទៅជាមួយកូនប្រុសក្រីក្ររបស់អ្នកឲ្យឃ្លានមីងក្នុងនាមជាស្ត្រីមេម៉ាយចាស់កេរ្តិ៍ឈ្មោះរបស់អ្នកត្រូវខូចរួចហើយបើអ្នកលែងលះប៉ារបស់ខ្ញុំខ្លាចនៅក្នុងស្រុកនេះអ្នកនឹងមិនអាចងើបមុខឡើងទៀតទេខ្ញុំគិតថាអ្នកទាំងអស់គ្នាមើលខ្ញុំជាគ្រួសារប៉ុន្តែឥឡូវខ្ញុំឃើញខ្ញុំងឹតភ្នែកប្រហែលជាខ្ញុំគួរតែបង្ហាញអត្តសញ្ញាណរបស់ខ្ញុំដើម្បីឲ្យម៉ាក់អាចលែងលះដោយគ្មានកង្វល់ម៉ាក់ខ្ញុំមានអ្វីចង់និយាយសូមភ្ញៀវទាំងអស់ធ្វើជាសាក្សីឲ្យខ្ញុំចាប់ពីពេលនេះទៅខ្ញុំកាត់ទំនាក់ទំនងទាំងអស់ជាមួយ Arthur និងគ្រូសា Davis ពិធីមង្គលការត្រូវបានលុបចោលម៉ាក់របស់ខ្ញុំទីបំផុតរួចផុតពីសុបិនអាក្រក់នោះក្នុងនាមជាកូនប្រុសខ្ញុំត្រូវតែបង្ហាញការគាំទ្រថ្លៃបណ្ណាការនោះទេអំណោយលែងលះទាំងនោះយកវាទាំងអស់មកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបងប្អូនរាប់ចំនួនផ្ទះវីឡា10ខ្នងសោឡានប្រណិត10គ្រឿងកាត់ខ្មៅគ្មានដែនកំណត់10សន្លឹករមមាសសុទ្ធ11ផោនថ្លៃបណ្ណាការរបស់លោកសេងសម្រាប់អ្នកស្រីសេងត្រូវបានប្តូរទៅជាអំណោយលែងលះទៅត្រឡប់ទៅសន្តាគារវិញដើម្បីផ្ញើអំណោយទៅអ្នកស្រីសេងរបស់យើងចាស់លោករៀបការលើកទី2ទៅហើយនាងហ៊ានលុបចោលដូចនេះស្ត្រីម្នាក់នេះនៅក្នុងស្រុកយើងប្រហែលជាមិនអាចលើកមុខឡើងទេនាងអាយុលើ50ឆ្នាំលេងញញញ៉ៃឯងហ៊ានធ្វើឲ្យខ្ញុំអាម៉ាស់នៅទីសាធារណៈមេឯងគួរតែគិតច្បាស់កូនប្រុសក្រីក្ររបស់ឯងគ្រាន់តែជាកម្មករសំណងភ្លេចពីការចិញ្ចឹមឯងពេលចាស់ល្អហើយដែលគាត់មិនមកជញ្ជក់ឈីម៉ែងអ្នកមិនបាច់បារម្ភពីជីវិតយើងទេដរាបណាខ្ញុំនៅទីនេះម្ដាយខ្ញុំនឹងមានតែភាពសប្បាយរីករាយអ្វីដែលគាត់ចង់បានគាត់នឹងមានគាត់នឹងមិនរងទុក្ខអ្វីទៀតទេមិនបាច់ក្រាបថ្វាយបង្គំអ្នកណាទេបុរសក្រីក្រដូចឯងនៅហ៊ាននិយាយអួតធំក
គ្រាន់តែអួតអ្វីដែលគាត់ចង់បានហឹងឯងគិតថាឯងជាអ្នកមានបំផុតលោកសេងត្រឹមត្រូវខ្ញុំជាក្រុមហ៊ុនសេងខ្ញុំឃើញវានៅលើទូរទស្សន៍នេះជាក្រុមហ៊ុនរបស់អ្នកមានបំផុតហើយពួកគេទាំងពីរឈ្មោះសេងតើគាត់ពិតជាអ្នកមានបំផុតមែនទេ Chase អ្នក សម្លៀកបំពាក់គាត់តើគាត់អាចជាលោកសេងដ៏មានអំណាចយ៉ាងម៉េចបើគាត់ជាអ្នកមានបំផុតខ្ញុំក៏ជាអភិបាលដែរពិតមែនប្រុសនេះជាអ្នកបោកប្រាស់ប្រាកដគាត់បានកាត់អាជីវកម្មคล้ายៗពីកន្លែងណាមួយដើម្បីធ្វើពុតជាអ្នកមានបំផុតគ្រប់គ្រាន់អ្នកប្រមាថខ្ញុំក៏បានតែអ្នកហ៊ានប្រមាថកូនប្រុសខ្ញុំម្ដងហើយម្ដងទៀត Chase តោះទៅគ្មានផ្លូវទេប្រាក់សោធនរបស់ស្ត្រីនោះខ្ញុំមិនទាន់បានយកវាទេកុំហ៊ានចាក់ចេញចាប់តាំងពីអ្នកចង់ផ្ដាច់ពាក្យអ្នកត្រូវចំណាយសម្រាប់ពិធីមង្គលការខ្ញុំក៏បានចំណាយ 6,000 ដែរហេតុអ្វីខ្ញុំត្រូវសងអ្នកជាអ្នកផ្ដាច់ពិធីមង្គលការអ្នកត្រូវចំណាយទាំងអស់ល្អប្រាប់តម្លៃរបស់អ្នកចាត់ទុកថាទិញសន្តិភាពបុរសនេះត្រង់ណាស់តើគាត់ពិតជាមានលុយច្រើនបែបនេះមែនទេជាមួយមនុស្សងាយដូចគាត់តើគាត់អាចមានបានប៉ុន្មានគាត់គ្រាន់តែធ្វើពុតជាអ្នកមានតែគ្មានលុយទេពិធីមង្គលការទាំងមូលវាយ៉ាងតិច1សែនចេញលុយមកឥឡូវនេះ1សែនមិនអាចទៅរួចទេវាគ្រាន់តែជាពិធីមង្គលការតូចមួយនៅស្រុកតើវាអាចចំណាយច្រើនម្លេះទៅនៅតរបស់ខ្ញុំយើងប្រើប្រាស់ម្ហូបអាហារនិងភេសជ្ជៈល្អបំផុតនោះហើយជាតម្លៃអ្វីមិនអាចមានលទ្ធភាពទេបើគិតថាអ្នកស្ទើរតែជាប្រពន្ធខ្ញុំនឹងឲ្យឱកាសអ្នកយកប្រាក់សោធន 20,000 នោះមកពីប្តីដែលបានស្លាប់របស់អ្នកហើយខ្ញុំនឹងទុករឿងនេះដរាបណាអ្នកធ្វើការប្រកិច្ចរបស់អ្នកដើម្បីថែទាំពួកយើងទាំង3ឲ្យបានល្អពិធីមង្គលការនេះនៅតែអាចបន្តបានច្បាស់ណាស់អ៊ំគិតឲ្យបានល្អ1សែនសម្រាប់ជីវិតដែលនៅសល់របស់អ្នកដោយសុខសាន្តថប់ណាស់លុយខ្ញុំអាចឲ្យលើនេះប៉ុន្តែខ្ញុំអាចឲ្យអ្នកបានតែ 30,000 ប៉ុណ្ណោះ 30,000 ឯងនិយាយលេងទេទោះបីខ្ញុំធម្មតាមិនខ្វល់ចំណាយបន្តិចទៀតដើម្បីដោះស្រាយបញ្ហាតែឯងមិនសមនឹងទទួលវាទេពិធីមង្គលការទាំងមូលរបស់ឯងមានតម្លៃយ៉ាងច្រើន 24,000 ឲ្យឯង 30,000 គឺច្រើនពេកហើយប៉ាហេតុអ្វីគាត់ដឹងថាយើងចំណាយប៉ុន្មានឯងដឹងអ្វីខ្លះម្ហូបទាំងនេះជាបង្គា lobster អូស្ត្រាលីក្តាមរីកនិងស៊ុបអាហារសមុទ្រប្រណិតសុទ្ធតែជាម្ហូបថ្នាក់ខ្ពស់ម្ហូបមួយមុខថ្លៃរាប់រយឬរាប់ពាន់ហើយឡាហ្វីតនេះថ្លៃរាប់ម៉ឺនក្នុងមួយដប1សែនក៏នៅតិចដែរត្រឹមត្រូវឯងជារបស់ខូចឥតប្រយោជន៍ឯងដឹងអីពីម្ហូបល្អភ្នាល់ឯងមិនដែលលើពីវាទេវាជាស្រាក្រហមស្ងួតក្នុងស្រុកលក់ដុំតម្លៃ $16 ក្នុងមួយដបគេយកស្លាកឡាហ្វីតคล้ายៗមកបិទលើវាคล้ายអីពិតមែនសំបីតែស្លាកក៏កង់ដែរឯងនិយាយរឿងអីឥតន័យបង្គារលំមិនស្រួយតតែសោះនេះមិនមែនបង្គា lobster អូស្ត្រាលីទេវាជា crayfish ចិញ្ចឹមក្នុងស្រុកថ្លៃក្រម20ក្នុងមួយចំណែកសាច់ពិតជារលុងមិនទំពាតតែសោះចំណែកអីផ្សេងទៀតចង់ឲ្យខ្ញុំបន្តទៀតទេតើនេះអាចកាត់ឡើងដោយរបៀបណាហេតុអ្វីគាត់ដឹងទាំងអស់នេះអូយព្រះពិធីរៀបការទាំងមូលគឺជាការក្លែងបន្លំទាំងស្រុងហើយគេសុំ1សែនទៅវិញឆេតើអ្នកដឹងយ៉ាងណាថាអ្វីពិតអ្វីក្លែងខ្ញុំបានញ៉ាំច្រើនណាស់ដូច្នេះខ្ញុំអាចប្រាប់ពីភាពខុសគ្នាបានអ្នកមិនដែលភ្លួរបស់ល្អបែបនេះទេហើយអ្នកធ្វើរៀងចេះគ្រប់យ៉ាងពិតមែនកុំស្ដាប់គាត់គ្រាន់តែមិនចង់ចេញលុយទេគាត់កំពុងតែនិយាយបង្កាច់យើងដោយចិត្តណាកូនប្រុសខ្ញុំមិនដែលកុហកអ្នកណាទេ
អ្នករាល់គ្នាជាអ្នកយករបស់ថោកមកធ្វើជារបស់ល្អហើយអ្នកនៅតែចង់បានលុយទៀត ម៉ាក់អរគុណដែលទុកចិត្តខ្ញុំខ្លាំងម្ល៉េះដោយសារអ្នកច្បាស់ថាខ្ញុំកំពុងតែប្រឌិតរឿងដូច្នេះសូមឲ្យប៉ូលីសផ្ទៀងផ្ទាត់ថាតើអាហារនិងភេសជ្ជៈទាំងនេះពិតឬក្លែងហើយពិនិត្យមើលថាតម្លៃនោះគណនាមួយយ៉ាងណាមិនមែនជារឿងធំដុំទេមិនបាច់ឲ្យប៉ូលីសទេប៉ា20000បានហើយនោះនឹងធ្វើឲ្យប្រាក់សោធនរបស់អតីតស្វាមីនាងអស់ចំណែក10000ដែលនៅសល់នាងប្រហែលជាពិបាកប្រមូលលុយបានយើងមិនចង់ធ្វើឲ្យមានរឿងធំទេយល់ព្រម30000ក៏បានដរាបណាអ្នកចេញលុយឥឡូវនេះយើងនឹងឲ្យអ្នកទៅ ខ្ញុំមាន20000នៅទីនេះ ម៉ាក់ចំនួនតិចតួចនេះខ្ញុំអាចចេញបានជួយខ្ញុំទេលុយផង30,000ទេវាទៅកណនីរបស់អាធួរបាទលោកហ្វេងខ្ញុំនឹងធ្វើភ្លាមក្រោយពីច្រើនឆ្នាំជាមួយលោកសេងខ្ញុំបានគ្រប់គ្រងគម្រោងដែលមានតម្លៃរាប់រយលានវាយូរហើយចាប់តាំងពីខ្ញុំបានគ្រប់គ្រងប្រតិបត្តិការតូចបែបនេះសម្រាប់លោកសេងបង្កើនល្បឿនឡើងពួកគេកំពុងរងចាំអំណោយលែងលះរបស់យើងហើយការហៅទូរស័ព្ទរបស់អ្នកអ្វីគ្មានអ្នកណាខ្ចីលុយអ្នកទេសូមមើលទាំងអស់គ្នានេះជាអ្វីដែលកើតឡើងពេលអ្នកព្យាយាមរក្សារូបរាង គួរឲ្យខ្មាស់ណាស់ 30,000មិនមែនជាចំនួនតូចទេវាពិបាកសម្រាប់កម្មករសំណងគាត់ប្រហែលជាត្រូវខ្ចីពីភូមិទាំងមូល កូនម៉ាក់នៅមានប្រាក់សន្សំខ្លះបូករួមទាំងប្រាក់សោធនរបស់ឪពុកអ្នក កន្នីត្រូវបានបញ្ចូលប្រាក់$30,000 $20000វាពិតជានៅក្នុងកន្នីមែនទេលឿនម្លេះ 20000ទើបតែផ្ទេភ្លាមទេកម្មករសំណងម្នាក់ហេតុអ្វីបានជាគាត់អាចឲ្យលុយច្រើនម្លេះខ្ញុំសូមប្រាប់អ្នកអ្វីមួយកុំវាស់ស្ទង់សមត្ថភាពរបស់ខ្ញុំតាមស្តង់ដារដែលអន់ថយរបស់អ្នកឥឡូវអ្នកនិងម៉ាក់ខ្ញុំស្មើគ្នាហើយកុំភ្លេចទៅរៀបការលែងលះនៅការិយាល័យថ្ងៃស្អែកម៉ាក់យើងទៅមុននេះអ្នកកំពុងស្រែកហើយពួកគេថាក៏ឥឡូវពួកគេបង់ប្រាក់ហើយអ្នកស្ងាត់ស្ងែងភ្លាមបើអ្នកមិនមានលុយទេកុំធ្វើជាអ្នកមានហេតុអីធ្វើពិធីមង្គលការคล้ายៗឲ្យស្រោមសម្បត្តិក្រហមរបស់ខ្ញុំមកវិញខ្ញុំបាននៅស្រុកនេះអស់ជាច្រើនឆ្នាំហើយគ្មាននរណាម្នាក់ដែលមិនគោរពខ្ញុំទេឆ្កេងញីថ្ងៃស្អែកខ្ញុំនឹងប្រកាសឲ្យអ្នកនិងកូនអាក្រក់របស់អ្នកសឹងវិញលោកហ្វេនអំណោយលែងលះរបស់អ្នកស្រីសេននឹងមកដល់ឆាប់សូមរងចាំម៉ាក់ឡានកំពុងមកខ្ញុំក៏បានរៀបចំការភ្ញាក់ផ្អើលមួយសម្រាប់អ្នកដែរ កូនអ្នកអស់លុយហើយឬ 30000នោះប្រកាសជាអស់ប្រាក់សន្សំរបស់អ្នកហើយវាជាកំហុសរបស់ខ្ញុំទាំងស្រុងតែទុកចិត្តមនុស្សខុសកុំជិះតាក់ស៊ីកន្លែងដែលខ្ញុំជួលមិនឆ្ងាយទេយើងអាចដើរទៅទីនោះបាន ម៉ាក់កុំបារម្ភខ្ញុំមានលុយលើសពីនេះទៅទៀតខ្ញុំមានច្រើនជាងខ្ញុំអាចចំណាយទៅទៀត ឆេអ្នកតើអ្នកខ្ចីពីអ្នកខ្ចីប្រាក់ផ្ដាច់គេទេកូននេះគឺពីពេលដែលឪពុកអ្នកស្លាប់ប្រាក់សោធន20000ខ្ញុំទុកវាដោយសុវត្ថិភាពមិនដែលចំណាយទេយកវាទៅសងបំណុលអ្នកជាមុនបើមិនគ្រប់ទេខ្ញុំនៅក្មេងខ្ញុំអាចធ្វើការបានខ្ញុំនឹងជួយអ្នកសង ម៉ាក់ ឆេស្ដាប់ខ្ញុំអ្នកមិនអាចតាក់ទងជាមួយអ្នកខ្ចីប្រាក់ផ្ដាច់គេបានទេក្រមិនអីទេប៉ុន្តែយើងមិនអាចដើរផ្លូវខុសបានទេ ម៉ាក់កុំបារម្ភខ្ញុំពិតជាមិនបានខ្ចីពីអ្នកខ្ចីប្រាក់ផ្ដាច់គេទេលុយនោះជារបស់ខ្ញុំទាំងអស់ទុកលុយរបស់អ្នកនិងឪពុកឲ្យបានសុវត្ថិភាព ពិតទេអ្នកមិនកុហកខ្ញុំទេខ្ញុំអីយ៉ាឡានស្អាតម្លេះមិនដែលឃើញឡានបែបនេះក្នុងជីវិតខ្ញុំទេអ្នកស្រីហ្វេនអ្នកប្រុសហ្វេន កូនប្រុសឯងធ្វើអី
ម៉ាក់ទាំងនេះជាអំណោយលែងលះដែលខ្ញុំបានយកមកឲ្យម៉ាក់ របស់ខ្ញុំអំណោយលែងលះរបស់ខ្ញុំអ្នកបានជួលតារាសម្ដែងទាំងអស់នេះនិងរបស់ប្រើប្រាស់ទាំងអស់នេះទោះបីជាវាជារបស់คล้ายៗក៏ដោយវាត្រូវចំណាយប្រាក់ច្រើនណាស់កូនអ្នកកំពុងធ្វើអ្វីដែលល្ងងខ្លៅតើអ្នកអាចចំណាយច្រើនម្ល៉េះដើម្បីរក្សាមុខមាត់ តារាសម្ដែង ប្រាប់ខ្ញុំពីការពិតតើអ្នកខ្ចីប្រាក់ប៉ុន្មាន ម៉ាក់ខ្ញុំពិតជាមិនបានខ្ចីអ្វីទេលុយទាំងអស់នេះគឺស្អាតខ្ញុំរកបានដោយខ្លួនឯងបើម៉ាក់មិនជឿខ្ញុំអាចពិនិត្យបាន ពីពិតអញ្ចឹងចាត់ចែងតារាសម្ដែងនិងរបស់ប្រើប្រាស់ទាំងអស់នេះឥឡូវយើងមិនត្រូវការសម្ដែងទាំងមូលនេះទេតោះសន្សំអ្វីដែលយើងអាចបាន លោកស្រីហ្វេនយើងមិនមែនជាតារាសម្ដែងទេលោកហ្វេនគាត់អ្នកអាចទៅឥឡូវបាទលោកហ្វេនតោះទៅ កូនចាប់តាំងពីយើងឲ្យពួកគេទៅតើយើងនៅតែត្រូវចំណាយឲ្យពួកគេទេ បើខ្ញុំប្រាប់ម៉ាក់ថាខ្ញុំជានរណាឥឡូវម៉ាក់នឹងគិតច្រើនហើយបារម្ភពីខ្ញុំល្អជាងរងចាំរហូតដល់ថ្ងៃស្អែកបន្ទាប់ពីម៉ាក់លែងលះ Arthur បន្ទាប់មកនៅចំពោះមុខគ្រួសារ Davis ខ្ញុំនឹងឲ្យអំណោយទាំងនេះដល់ម៉ាក់ឲ្យពួកគេមើលដោយខ្លួនឯងថាតើពួកគេបានប្រមាថនរណាខ្ញុំមិនជឿទេម្ដាយរបស់បុរសអ្នកមានជាងគេរស់នៅទីនេះម៉ាក់អ្នករស់នៅទីនេះរាប់ឆ្នាំមកហើយ វាតូចបន្តិចបន្ទាប់ពីខ្ញុំលែងលះគ្នាថ្ងៃស្អែកខ្ញុំនឹងរកកន្លែងធំជាងនេះដើម្បីជួល ម៉ាក់ពេលអ្នកលែងលះហើយខ្ញុំនឹងផ្ដល់ផ្ទះធំមួយនៅកណ្ដាលទីក្រុងឲ្យអ្នក ក្មេងនេះកំពុងព្យាយាមលួងលោមខ្ញុំទៀតហើយខ្ញុំមិនចូលចិត្តអគារខ្ពស់នៅក្នុងទីក្រុងទេកុំខាតលុយលើរបស់ទាំងនោះអី អញ្ចឹងខ្ញុំនឹងសង់រមណីយដ្ឋានមួយឲ្យអ្នក អូកូនប្រុសរបស់ម៉ាក់អ្នកកាន់តែគួរឲ្យអស់សំណើចឡើងយកនេះបន្ទាប់ពីអ្នកលែងលះជាមួយ Arthur ចុចប៊ូតុងនេះត្រូវប្រាកដថាឯកសារទាំងអស់រួចរាល់មុនពេលអ្នកចុចវា នេះជាអ្វី អ្នកនឹងដឹងពេលដល់ពេលឧបករណ៍បញ្ជាពីចម្ងាយនេះផ្ទុកទ្រព្យសម្បត្តិភាគច្រើនរបស់លោកសេងគាត់បានឲ្យវាទៅអ្នកស្រីសេងដោយមិនស្ទាក់ស្ទើរនេះហើយជាវិធីដែលបុរសអ្នកមានជាងគេបង្ហាញការលះបង់របស់គាត់ ខ្ញុំនឹងចងចាំរឿងនេះចូលមកខាងក្នុង ម៉ាក់អ្នកចូលមុនខ្ញុំមានការអ្វីត្រូវធ្វើ យល់ព្រម លោកសេងវាជាកំហុសរបស់ខ្ញុំដែលមកយឺតខ្ញុំបានឲ្យម៉ាក់រងទុក្ខច្រើនណាស់រកកន្លែងល្អបំផុតខ្ញុំចង់សង់រមណីយដ្ឋានមួយសម្រាប់ម៉ាក់បាទលោកនិយាយពីរឿងនេះដោយដឹងពីគ្រួសារ Davis វាអាចពិបាកសម្រាប់ម៉ាក់ខ្ញុំក្នុងការលែងលះរៀបចំក្រុមមេធាវីឲ្យរួចរាល់បាទលោក ឡានបឺមនោះពិតជាលេចធ្លោណាស់វាថ្លៃពេកហើយ តើមានអីដែលត្រូវខ្លាចបុរសអ្នកមានបំផុតកំពុងសាងសង់រមណីយដ្ឋានសម្រាប់ម្ដាយរបស់គាត់នៅទីនេះក្នុងស្រុកកំណើតរបស់យើងនៅពេលដែលការផ្លាស់ទីលំនៅកើតឡើងយើងនឹងមានជីវិតល្អឆាប់នេះទិញឡានបងមិនមែនជារឿងធំទេស្ត្រីមេម៉ាយឆោតល្ងងនោះបានទូចង់ឈរក្បែរកូនប្រុសក្រីក្ររបស់នាងហើយបែរមកប្រឆាំងនឹងខ្ញុំចាំមើលពេលខ្ញុំសងសឹកនាងវិញ ប៉ុន្តែប៉ាខ្ញុំចិត្តសម្រាលកូនហើយថ្ងៃណាមួយនេះប៉ាលែងនាងអ្នកណានឹងមើលថែយើង ប៉ាលុយផ្លាស់ទីលំនៅមិនទាន់ចូលមកទេជួលអ្នកមើលកូនត្រូវចំណាយលុយដឹងទេប៉ាត្រូវរកអ្នកផ្សេងរៀបការដើម្បីឲ្យនាងមើលថែយើងប៉ាគិតថាអ្នករាល់គ្នាឆោតដូចស្រីនោះទេស្ម័គ្ររៀបការជាមួយខ្ញុំដោយគ្មានថ្លៃបណ្ណាការខ្ញុំអាចមានប្រពន្ធឥតគិតថ្លៃតែស្ដាប់បង្គាប់និងមានសមត្ថភាពបម្រើយើងកូនឆ្កែនោះធ្វើឲ្យខូចអ្វីទាំងអស់និយាយផ្អែមល្ហែមឲ្យនាងត្រឡប់មកបម្រើយើងវិញធ្វើជាអ្នកបម្រើរបស់យើង ហើយនាងនៅតែមានប្រាក់សោធននិវត្តន៍ 20000 មែនទេត្រឹមត្រូវហើយអ្នកទាំងពីរមិនទាន់ចុះហត្ថលេខាលើឯកសារនៅឡើយទេហើយពេលនាងដឹងថាគ្រួសារយើងមានប៉ុណ្ណាឥឡូវនេះនាងនឹងប្រញាប់ត្រឡប់មកលើកសរសើរយើងវិញដរាបណាប៉ារឹងរូសមិនព្រមចុះហត្ថលេខានាងនឹងគ្មានជំរឿក្រៅពីត្រឡប់មកបម្រើយើងវិញស្ត្រីមេម៉ាយចាស់នោះក្រៅពីប៉ាអ្នកណាទៀតចង់បាននាង
ដើរមកទេកូនប្រុសដ៏មានតម្លៃរបស់អ្នកណៃណាហេតុអ្វីគាត់មិនមកជូនអ្នក តើវាជារឿងអ្នកដែរថាកូនខ្ញុំមុខរអត់អ្នកកំពុងដាក់ច្រមុះទៅកន្លែងដែលមិនគួរ អ្នកពិតជាមិនដឹងថាអ្វីល្អសម្រាប់ខ្លួនឯងទេមេខ្ញុំភ្នាល់ថាអ្នកមិនទាន់ដឹងរឿងនេះទេកន្លែងយើងនឹងត្រូវបានប្រើដោយអ្នកមានបំផុតសម្រាប់ម្ដាយគាត់សង់រមណីយដ្ឋានសំណងការរុះរើនិងមានយ៉ាងហោចណាស់បួសែន រមណីយដ្ឋានមែនទេមើលទៅអ្នកមានបំផុតនេះដូចឆេសរបស់ខ្ញុំដែរជាកូនប្រុសដឹងគុណ ហាហាអ្នកនៅតែសាយទីឬអ្នកច្រណែនឈឺខួរហើយមែនទេមេខ្ញុំនឹងឲ្យឱកាសអ្នកដំបូងអ្នកលុតជង្គង់ហើយសុំទោសចំពោះអ្វីដែលកើតឡើងកាលពីម្សិលមិញបន្ទាប់មកបម្រើយើងឲ្យបានល្អចាប់ពីពេលនេះទៅខ្ញុំអាចនឹងពិចារណាមិនលែងលះអ្នកខ្ញុំនឹងរក្សាបន្ទប់មួយសម្រាប់អ្នក ឈប់ខ្ជះខ្ជាយពេលខ្ញុំតោះយើងទៅលេងលះគ្នាទៅ ប៉ាតើយើងធ្វើអីនាងនឹងលេងលះគាត់ពិតមែនឬអីបើនាងចង់លេងញ៉ាខ្ញុំមិនយល់ព្រមទេបើអញ្ចឹងនាងត្រូវតែបម្រើយើងដោយគោរពអស់មួយជីវិត នេះជាអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំខ្ញុំចង់ដាក់ពាក្យលេងលះ ខ្ញុំត្រូវការអត្តសញ្ញាណប័ណ្ណរបស់ប្តីផងខ្ញុំគ្មានទេ អ្នកមកលេងលះមកដោយគ្មានអត្តសញ្ញាណប័ណ្ណមានបញ្ហាអីយកវាចេញមកកុំខាតពេលគេ អញ្ចឹងមិនលេងទេ ឥឡូវមានបញ្ហាអី ខ្ញុំប្រាប់អ្នកដរាបណាខ្ញុំមិនចុះហត្ថលេខាអ្នកនឹងមិនអាចលេងលះពីខ្ញុំបានទេប្រាក់សោធនពីប្តីចាស់ដែលស្លាប់របស់អ្នកនឹងក្លាយជារបស់ខ្ញុំដែរប្រញាប់ឡើង ចាំនៅក្រៅទ្វារសិនពេលការលេងលះរបស់ម៉ាក់ខ្ញុំចប់ខ្ញុំនឹងផ្ទេរទ្រព្យសម្បត្តិពាក់កណ្ដាលរបស់ខ្ញុំឲ្យនាងបាទ អាធួរ Davis អ្នកនៅហ៊ានយកប្រាក់សោធនរបស់គាត់ទៀតទេអាម៉ាស់ទោះបីខ្ញុំយករឿងទៅតុលាការក៏ដោយខ្ញុំនឹងលេងអ្នកដោយមិនស្ដាយខ្ញុំនឹងមិនមានអ្វីពាក់ព័ន្ធជាមួយគ្រួសារអ្នកទេ ហេតុអ្នកទាំងអស់គ្នាមកមើលប្រពន្ធនេះប្តីស្លាប់មុនអាយុហើយនាងក៏បាត់កូនដែរប៉ាខ្ញុំមានចិត្តល្អគាត់អាណិតនាងហើយរៀបការជាមួយនាងដោយគ្មានថ្លៃបណ្ណាការបន្ទាប់មកពេលនាងរកឃើញកូននាងចង់លេងលះប៉ាខ្ញុំ ហើយនាងទូចថានៅថ្ងៃរៀបការលុបចោលពិធីមង្គលនៅចំពោះមុខញាតិមិត្តទាំងអស់នាងធ្វើឲ្យគ្រួសារយើងបាត់មុខនៅចំពោះមុខញាតិសន្តានក្នុងស្រុកបាបកម្មបែបនេះ លុបចោលនៅថ្ងៃរៀបការឬគ្មានមេត្តាទេ ពិតប្រាកដណាស់គេយកនាងមកមើលថែដោយចិត្តល្អហើយនាងក៏ខំដៃដែលចិញ្ចឹមនាងវាជាអ្នកតែបន្តធ្វើឲ្យខ្ញុំនិងកូនខ្ញុំអាម៉ាស់គុំស្ដាប់គេនោះមិនមែនជាអ្វីដែលកើតឡើងតតែសោះគេថែមទាំងបោកប្រាស់កូនខ្ញុំបាត់បង់ 30000 ហើយឥឡូវគេកំពុងលួចមើលប្រាក់សោធនរបស់អតីតស្វាមីខ្ញុំ អួយព្រះអ្នកនឹងបោះបង់ខ្ញុំបែបនេះឬប៉ាគុំតានតឹងនោះពិតជាអសិលធម៌នាងកំពុងគៀបសង្កត់មនុស្សស្មោះត្រង់ គ្មានមេត្តាទេនាងសុំនឹងខ្លាចជាស្ត្រីមេម៉ាយវ័យចំណាស់កូននាងប្រហែលជាអាក្រក់ដូចគ្នា នាងចាស់ហើយថែមទាំងធ្វើរឿងអំពីអាពាហ៍ពិពាហ៍លើកទី 2 ឬ លេងលះនៅថ្ងៃបន្ទាប់ពីរៀបការមិនឆ្ងល់ទេដែលបុរសនោះធ្វើរឿង ពួកគេនិយាយអ្វីតើវាអាចជាអ្នកស្រីហ្សេនទេលោកស្រីនៅអាយុរបស់អ្នកការរៀបការលើកទី 2 គឺពិបាកគាត់មិនបានធ្វើអ្វីខុសធំដុំទេហេតុអ្វីត្រូវបង្ករឿងឲ្យខ្លួនឯង ខ្ញុំត្រូវតែលេងលះគាត់ឥឡូវនេះទោះបីយើងទៅតុលាការក៏ដោយខ្ញុំនៅតែលេងលះគាត់ បងប្អូនស្ត្រីចាស់ម្នាក់នេះធ្លាប់សុំលេងលះនៅថ្ងៃបន្ទាប់ពីរៀបការហើយនាងថែមទាំងក្បត់ពាក្យសន្យាជាសាធារណៈរករឿងបរិសុទ្ធស្មោះត្រង់ម្នាក់មកយើងលាតត្រដាងនាងពិតប្រាកដណាស់អៀនខ្មាស់ណាស់ លេខដែលអ្នកបានចុចមិនអាចប្រើបានទេ អូអត់មានរឿងកើតឡើងចំពោះអ្នកស្រីហ្សេងបើម្ដាយខ្ញុំបាត់សក់តែមួយសរសៃអ្នកណាដែលធ្វើបាបនាងនឹងមិនរួចខ្លួនស្រួលទេទៅចូលឡានខ្ញុំដឹងថាអ្នកមិនបានគិតត្រឹមត្រូវទេ
ខ្ញុំមិនបន្ទោសអ្នកទេមកផ្ទះជាមួយខ្ញុំចាប់ពីពេលនេះទៅសូមរីករាយនឹងជីវិតល្អឈប់ធ្វើរឿងធំដុំទៀតគេទុកឲ្យវាទៅលោកស្រីហេតុអ្វីនៅតែរករឿង ពិតមែនអាយុប៉ុណ្ណេះហើយនៅតែធ្វើអាក្រក់អ្នកមិនចេះរីករាយនឹងសំណាងល្អរបស់អ្នកទេអ្នកចង់រងទុក្ខជាមួយកូនប្រុសអីរបស់អ្នកគួរឲ្យគេធ្វើបែបនេះរីករាយនឹងជីវិតឈប់ធ្វើពុតទៀតអ្នកទាំងអស់គ្នាត្រូវគេបោកមុនពេលយើងរៀបការគេចាត់ទុកខ្ញុំដូចអ្នកបម្រើអ្នកទាំង3នាក់ទៅធ្វើតែសិនខ្ញុំទ្រាំទាំងអស់នោះប៉ុន្តែអ្វីដែលអាក្រក់បំផុតគេធ្វើបន្ទាប់ពីកូនប្រុសខ្ញុំរកខ្ញុំឃើញធ្វើឲ្យគាត់អាម៉ាស់គ្រប់បែបយ៉ាងគេថែមទាំងព្យាយាមបណ្ដេញគាត់ទៀតផងពីមុនខ្ញុំខ្វាក់មិនចេះបែងចែកល្អពីអាក្រក់ខ្ញុំគិតថារៀបការជាមួយគ្រួសារគេនឹងឲ្យជីវិតមានស្ថិរភាពឥឡូវខ្ញុំមើលឃើញច្បាស់ហើយខ្ញុំពិតជានឹងលែងលះល្ខោនមួយនេះជាការលែងលះឬក៏អាពាហ៍ពិពាហ៍លោកសេងការិយាល័យចុះបញ្ជីលែងលះនៅជាន់ទី2លោកស្រីសេងគួរតែនៅទីនោះតោះទៅបើដូច្នេះមិនចម្លែកទេដែលនាងចង់លែងលះត្រឹមត្រូវពួកគេទេដែលធ្វើហួសពេកឆ្កេងញីឯងរករឿងដាក់ខ្លួនឯងមកផ្ទះជាមួយខ្ញុំថ្ងៃនេះខ្ញុំនឹងបង្រៀនឯងលែងខ្ញុំឲ្យខ្ញុំទៅហេឯងកំពុងធ្វើអីហេតុអ្វីឯងវាយនាងមិនចម្លែកទេដែលនាងចង់លែងលះឯងហេបងស្ងប់ស្ងាត់ឈប់ប្រយុទ្ធគ្នាថយក្រោយនាងជាប្រពន្ធខ្ញុំយើងមិនទាន់លែងលះគ្នាទេនេះជារឿងគ្រួសារមើលរឿងខ្លួនឯងទៅពិតប្រាកដប៉ាខ្ញុំមានសិទ្ធិពេញលេញដើម្បីដាក់វិន័យប្រពន្ធរបស់គាត់ឈប់អ្នកជានរណាមិនមែនជារឿងរបស់អ្នកទេខ្ញុំកំពុងបង្រៀនប្រពន្ធខ្ញុំឯងតើវាតាក់ទងនឹងអ្នកយ៉ាងណាដោះស្រាយវាយល់ហើយយោងតាមមាត្រា27នៃច្បាប់អាពាហ៍ពិពាហ៍មកបន្តមើលទុកឲ្យខ្ញុំទៅលោកម្ចាស់សូមនិយាយគ្នាដោយស្ងប់ស្ងាត់មិនចាំបាច់ប្រើអំពើហិង្សាទេសូមលែងស្ត្រីនោះឥឡូវនេះកុំជ្រៀតជ្រែកបរិះអ្នកមានជាងគេនឹងផ្លាស់ទីកន្លែងរបស់យើងនឹងទទួលបាន4សែនជាសំណងក្នុងពេលឆាប់យើងមានលុយច្រើនមានវិធីច្រើនដើម្បីធ្វើឲ្យអ្នកខូចបើអ្នកដឹងថាអ្វីល្អចេញទៅមនុស្សមួយហ្វូងរបស់អ្នកហើយគ្មាននរណាម្នាក់ដឹងកន្លែងរបស់ខ្លួនហ៊ានជ្រៀតជ្រែកកិច្ចការខ្ញុំលោកស្រីសូមឈប់ពួកគេអ្នកមានរៀបការជាមួយគាត់មិនអាក្រក់ទេទ្រាំទេមនុស្សបែបនោះពួកគេថែមទាំងព្យាយាមលួចប្រាក់សោធនរបស់ស្វាមីខ្ញុំដែលបានស្លាប់ទោះបីពួកគេទទួលបានសំណងពួកគេនឹងមិនឲ្យខ្ញុំមួយសេនហេតុអីខ្ញុំត្រូវទទួលតើអ្នកមានន័យថាស្វាមីរបស់អ្នកស្លាប់អ្នករៀបការចូលគ្រួសារដាវីដូច្នេះលុយនោះជារបស់យើងត្រឹមត្រូវខ្ញុំបានឲ្យអ្នកមានកន្លែងនៅហើយនោះច្រើនជាងអ្វីដែលអ្នកសុំនឹងទទួលហើយអ្នកនៅតែចង់បានលុយសំណងរបស់ខ្ញុំសុបិនទៅឆ្កេងញីហ៊ានណាស់ទៅជើងខ្ញុំទោះខ្ញុំត្រូវរស់នៅក្នុងខ្ទមសមបាហាំងអស់មួយជីវិតក៏ដោយខ្ញុំមិនចង់ជាប់ពាក់ព័ន្ធជាមួយអ្នកទេយើងត្រូវលែងលះគ្នាឥឡូវនេះប្រសិនបើអ្នកនៅតែមិនយល់ព្រមខ្ញុំនឹងប្តឹងអ្នកឥឡូវនេះអ្នកក្រដាច់ហើយអ្នកគ្មានទូរស័ព្ទល្អសំបីតែមួយកូនជាអ្នកសាងសង់របស់អ្នកបោះបង់អ្នកយូរហើយតើអ្នកយកលុយពីណាដើម្បីជួលមេធាវីប្តឹងខ្ញុំម៉ាក់កូនខ្ញុំមិនដែលបោះបង់ខ្ញុំទេមិនដែលទេដូចដែលខ្ញុំមិនដែលបោះបង់គាត់ដែរកូនជាអ្នកសាងសង់របស់អ្នកនោះគ្រាន់តែរក30000រួចមកពីម្សិលមិញប្រហែលជាជំពាក់បំណុលគេអស់ហើយគាត់មិនអាចមើលថែខ្លួនឯងបានទេមិនយូរមិនឆាប់គាត់នឹងបណ្ដេញអ្នកចេញតើអ្នកថានរណានឹងបណ្ដេញម៉ាក់ខ្ញុំចេញម៉ាក់ពួកគេធ្វើបាបអ្នកទេខ្ញុំស្រួលប៉ុន្តែហេតុអ្វីបានជាអ្នកមិនទៅការដ្ឋានសំណងហេតុអ្វីបានជាអ្នកស្លៀកពាក់បែបនេះម៉ាក់គាត់ជាកូនរបស់លោកស្រីនេះកូនរបស់កម្មករសំណង
គាត់មើលទៅមិនដូចតតែសោះត្រឹមត្រូវជាមួយនឹងអាការរបស់គាត់បើប្រៀបធៀបនឹងពួកគេទាំងនោះគាត់មើលទៅដូចជាអ្នកមានលុយជាងឈប់ធ្វើពុតគាត់បានជួលឈុតពីស្ទូឌីយោថតរូបហើយឥឡូវគាត់គិតថាខ្លួនឯងជាអ្នកធំម៉ាក់ខ្ញុំបានឲ្យអ្នករម៉ូតហើយអ្វីបានជាអ្នកមិនចុចខ្ញុំមិនទាន់លែងលះគាត់ទេវាជាកំហុសរបស់ខ្ញុំដែលវិនិច្ឆ័យមនុស្សខុសហើយឲ្យគេបោកប្រាក់អ្នកឥឡូវគេថែមទាំងលោកលុយរបស់ឪពុកអ្នកខ្ញុំសុំទោសអ្នកអ្នកនៅតែហ៊ានរកលុយឪពុកខ្ញុំឪពុកអ្នកស្លាប់ទៅហើយគាត់ក៏មិនអាចប្រើវាបានដែរលុយនោះច្បាស់ជាសម្រាប់យើងអ្នកនៅរស់ភ្លេចវាចុះអ្នកមិនអាចលែងលះខ្ញុំបានទេប្រាក់ 20,000 នោះអាចជាទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់យើងតែប៉ុណ្ណោះអ្នកគ្រាន់តែធ្វើខ្លួនឲ្យល្អហើយធ្វើជាអ្នកបម្រើរបស់យើងជារៀងរហូតមើលទៅដូចជាអ្នកភ្លេចទាំងស្រុងនៅការព្រមានរបស់ខ្ញុំហើយអ្នកនៅតែហ៊ានរករឿងជាមួយម៉ាក់ខ្ញុំតោះចាប់ផ្ដើមបង្រៀនគេនៅមេរៀនដែលគេនឹងមិនភ្លេចបាទលោកអ្នកពិតជាខំប្រឹងឲ្យមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់ក្មេងអ្នកកំពុងសម្ដែងរឿងមួយយ៉ាងច្បាស់អ្នកថែមទាំងជួលតារាសម្ដែងទៀតផងឆេបាទកុំបារម្ភអីខ្ញុំមិនដែលទទួលយកអ្វីតែខ្ញុំមិនច្បាស់លាស់នោះទេអាធើហៅវ៉ាតម៉ូនីកាអ្នកបានប្រើការគំរាមកំហែងនិងការបង្ខិតបង្ខំដើម្បីដកប្រាក់ 30,000 ពីកូនក្តីរបស់ខ្ញុំនោះគឺជាការក្លែងបន្លំភស្តុតាងរួមមានឯកសារផ្ទេរប្រាក់តាមធនាគារកិច្ចសន្យាទិញរថយន្តនិងការថតសម្លេងទូរស័ព្ទរវាងអ្នកទាំង3លើសពីនេះទៀតអាធើហៅវ៉ាតម៉ូនីកាអ្នកបានកំណត់គោលដៅម្ដងហើយម្ដងទៀតនិងបានជេរប្រមាថកូនក្តីរបស់យើងដោយពាក្យសម្ដីអ្នកក៏បានអូសទាញនាងដោយកម្លាំងកាយផងដែរនេះជាការវាយប្រហារហៅវ៉ាតម៉ូនីកាអ្នកបានម្ដងហើយម្ដងទៀតនិងបានជេរប្រមាថនាងជាសាធារណៈនេះបំពានសិទ្ធិកិត្តិយសរបស់នាងសកម្មភាពទាំងអស់នេះបំពានច្បាប់ពាក់ព័ន្ធភស្តុតាងរួមមានការឃ្លាំមើលនៅកន្លែងកើតហេតុនិងកំណត់ត្រាពេទ្យយើងមានសិទ្ធិពេញលេញក្នុងការការពារកូនក្តីរបស់យើងហើយយើងនឹងនាំអ្នកទាំង3ទៅតុលាការអ្នកកំពុងប្រឌិតរឿងនេះអ្នកទេដែលធ្វើពុតជាមេធាវីនោះគឺខុសច្បាប់លោក Davis នេះជាអាជ្ញាប័ណ្ណមេធាវីរបស់ខ្ញុំអ្នកអាចទៀងទាត់លេខបានមនុស្សទាំងនេះនៅពីក្រោយខ្ញុំគឺជាមេធាវីដែលមានអាជ្ញាប័ណ្ណមកពីការិយាល័យរបស់យើងអួយព្រះការិយាល័យមេធាវី Apex នោះជាការិយាល័យមេធាវីកំពូលនៅក្នុងប្រទេសមេធាវីរបស់ពួកគេមិនដែលចាញ់ឡើយគាត់ពិតជាអាចចំណាយសម្រាប់ការិយាល័យកំពូលដើម្បីការពារនាងមិនអាចទេគាត់ពិតជាទទួលបានក្រុមហ៊ុនច្បាប់ Apex គាត់ពិតជាអ្នកមានឥទ្ធិពលមែនទេអ្នកធំចាគាត់គ្រាន់តែជាកម្មករសំណងប៉ុណ្ណោះពួកគេជួលដោយសាច់ប្រាក់មែនទេពួកគេកំពុងបំភ័យអ្នកណាការពិគ្រោះយោបល់តែមួយនៅក្រុមហ៊ុននោះចាប់ផ្ដើមពីរាប់ម៉ឺនដុល្លារការចំណាយលុយដើម្បីជួលមនុស្សច្រើនសម្រាប់បណ្ដឹងតើវាត្រូវចំណាយប៉ុន្មានតើវាអាចប៉ុន្មានខ្ញុំនឹងប្រាប់អ្នកផ្ទះរបស់ខ្ញុំនឹងត្រូវបរិសុទ្ធអ្នកមានបំផុតយកទៅសំណងយ៉ាងតិច $400,000 វាគួរតែជាដីដែលអ្នកកំពុងសាងសង់រមណីយដ្ឋានសម្រាប់អ្នកស្រីសេងវានៅត្រង់កន្លែងរបស់គ្រួសារ Davis មើលទៅថ្ងៃចាប់ផ្ដើមសាងសង់ខ្ញុំត្រូវតែទៅទីនោះដោយខ្លួនឯងមកធ្វើជាមេធាវីរបស់ខ្ញុំនឹងឲ្យអ្នក$200,000វាច្រើនជាងអ្វីដែលកម្មករសំណងនោះផ្ដល់ឲ្យឆ្ងាយណាស់ប៉ាហើយអ្វីប៉ាឲ្យច្រើនម្លេះនោះហើយជាអ្វីដែលខ្ញុំកំពុងនិយាយតើប៉ាមិនបាននិយាយថានឹងទិញផ្ទះឲ្យខ្ញុំទេពិតមាត់នៅសល់$200,000មែនទេកុំក្រអឺតពេកប្រយ័ត្នមាត់ឈប់លេងពាក្យដូច្នេះអ្នកសម្រេចចិត្តយ៉ាងណាលោក Davis ក្នុងអាជីពរបស់យើងការបដូរត្រង់កណ្ដាលគឺជារឿងមិនគួរធ្វើតតែសោះគួរតែរកអ្នកផ្សេងតើអ្នកលេងសើចទេរឿងលេងលះរបស់លោកសេងប្រាក់បង់រំលោះដំបូងតែម្នាក់ឯងគឺ$2 លានអ្នកណាចង់បាន$200,000របស់អ្នកដឹងគុណទេសូមឲ្យខ្ញុំរំលឹកអ្នកទាំង3ជាមួយនឹងរាល់បទឧក្រិដ្ឋដែលអ្នកបានប្រព្រឹត្តច្បាប់ថាអ្នកទាំងអស់គ្នានឹងទៅគុកប៉ាខ្ញុំធ្វើអ្វីទៅខ្ញុំមិនចង់ទៅគុកទេខ្ញុំមានផ្ទៃពោះជាមួយកូនប្រុសរបស់ Davis ខ្ញុំមិនអាចទៅគុកបានទេអ្នកត្រូវតែធ្វើអ្វីមួយដូច្នេះសូម្បីតែអ្នកទាំងឡាយដែលបានធ្វើអំពើអាក្រក់ទាំងអស់នេះក៏ខ្លាចគុកដែរឬសំហើយតើអ្នកចង់បានអ្វីតើត្រូវការអ្វីទើបអ្នកអនុញ្ញាតឲ្យយើងទៅគ្រាន់តែលេងលះម្ដាយខ្ញុំបើមិនដូច្នោះទេខ្ញុំមិនខ្វល់នឹងការបង្កើនភាគហ៊ុនទេប៉ាគ្រាន់តែយល់ព្រមជាមួយគេប៉ាវាត្រឹមតែ$20,000ប៉ុណ្ណោះខ្ញុំនឹងរំលងការបូកខ្ញុំនឹងលេងលះឥឡូវនេះ
ម្ដាយអ្នកនិងខ្ញុំបានលេងលះគ្នារួចទៅហើយតើអ្នកអាចឲ្យយើងទៅឥឡូវនេះបានទេនៅសល់គឺអាស្រ័យលើអ្នកបាទទោះបីជាអ្នកទាំង3នឹងមិនទៅពន្ធនាគារក៏ដោយអ្នកនៅតែត្រូវផ្ដល់សំណងដល់អតិថិជនរបស់ខ្ញុំរួមទាំងការខូចខាតសម្រាប់ទុកព្រួយផ្លូវចិត្តការខូចខាតកេរ្តិ៍ឈ្មោះព្រមទាំងការសងប្រាក់វិញនៃចំនួនទឹកប្រាក់ដែលត្រូវបានបោកប្រាស់និងការពិន័យសរុបទាំងអស់$100,000 $100,000ម៉ាក់រីករាយថ្ងៃលេងញ៉េសូមអបអរសាទរអ្នកបានកម្ចាត់ពួកសំគំនិតដាវីសទាំងនោះ មែនអរគុណឆេកូនប្រុសអ្នកប្រហែលជាពិតជាមិនធ្វើការនៅកន្លែងសំណងទេមែនទេមេធាវីទាំងនោះដែលទើបតែដោះស្រាយរឿងក្តីរបស់យើងប្រកាសជាត្រូវចំណាយលុយច្រើនមែនទេតើអ្នកយកលុយទាំងអស់នេះមកពីណាម៉ាក់តាមម៉ាក់ចាំឬម៉ូតដែលខ្ញុំឲ្យម៉ាក់ទេមួយនេះអ្នកថាឲ្យចុចវាក្រោយពេលលេងលះរួចទៅចុះចុចវាឥឡូវនេះហើយអ្នកនឹងដឹងតើវានឹងធ្វើអីឆេគ្មានអ្វីផ្លាស់ប្ដូរទេម៉ាក់ពិនិត្យឲ្យកណនីធនាគាររបស់ម៉ាក់មើលតើវាអាចទៅរួចដូចម្ដេច100 10000 100,000 1លាន10លានខ្ញុំមិនសុបិនទេឆេតើមានរឿងអីទាំងអស់នេះជាអីបាទតាមពិតខ្ញុំជាអ្នកមានបំផុតនៅក្រុងអាកាឌីយ៉ាក្រុមហ៊ុនសេងជាក្រុមហ៊ុនរបស់ខ្ញុំពេលដែលម៉ាក់ចុចប៊ូតុងនោះពាក់កណ្ដាលនៃទ្រព្យសម្បត្តិរបស់ខ្ញុំត្រូវបានផ្ទេរទៅម៉ាក់ដោយស្វ័យប្រវត្តិអញ្ចឹងទ្រព្យភាគហ៊ុននិងប្រាក់បញ្ញើទាំងអស់នោះឥឡូវនេះសុទ្ធតែជារបស់ម៉ាក់ឆេអ្នកមិនមែនគ្រាន់តែព្យាយាមលួងលោមម៉ាក់ទេមែនទេហេតុអ្វីបានជាអ្នកខ្លាចជាអ្នកមានបំផុតភ្លាមម៉ាក់ខ្ញុំស្បោះថាខ្ញុំកំពុងនិយាយការពិតលោកស្រីសេងម៉ាក់ចូលឡើងនេះទាំងអស់នេះគឺមកពីលោកសេងបានជ្រើសរើសយ៉ាងល្អិតល្អន់ជាអំណោយលែងលះសម្រាប់អ្នកម៉ាក់មិនថាខ្ញុំជានរណាទេអ្នកនៅតែជាម្ដាយរបស់ខ្ញុំឪពុកខ្ញុំស្លាប់តាំងពីខ្ញុំនៅក្មេងចាប់ពីពេលនេះទៅខ្ញុំនឹងថែរក្សាអ្នកជំនួសគាត់ដូច្នេះអ្នកនឹងមិនបាច់ព្រួយបារម្ភអ្វីទៀតទេពេញមួយជីវិតរបស់អ្នកកូនល្អរបស់ម៉ាក់ការមានអ្នកត្រឡប់មកវិញធ្វើឲ្យជីវិតនេះមានតម្លៃម៉ាក់អ្នកបាននិយាយថាអ្នកចូលចិត្តភាពស្ងាត់ស្ងៀមនៅជនបទដូច្នេះក្រៅពីវិឡាឈុតដែលអ្នកបានទទួលពេលនេះខ្ញុំក៏បានសាងសង់រមណីយដ្ឋានមួយសម្រាប់អ្នកដែររមណីយដ្ឋានមេអ្នកប្រហែលជាមិនទាន់ដឹងទេមែនទេផ្ទះយើងនឹងត្រូវបានប្រើដោយអ្នកមានបំផុតដើម្បីសាងសង់រមណីយដ្ឋានសម្រាប់ម្ដាយរបស់គាត់ថាវិការផ្លាស់ទីគឺយ៉ាងហោចណាស់$400,000រមណីយដ្ឋានដែលអ្នកកំពុងនិយាយតើវាត្រូវហើយវាជារមណីយដ្ឋានដែលគ្រួសារ Davis នឹងសាងសង់នៅថ្ងៃដែលការសាងសង់ចាប់ផ្ដើមខ្ញុំនឹងទៅទីនោះដោយខ្លួនឯងប្រសិនបើគ្រួសារ Davis ប្រព្រឹត្តល្អដោយសារតែការសប្បុរសคล้ายៗដែលពួកគេបានបង្ហាញអ្នកកាលពីមុនខ្ញុំនឹងមិនបន្ថយអ្នកគេសូម្បីតែមួយសេនប៉ុន្តែប្រសិនបើពួកគេនៅតែមិនផ្លាស់ប្ដូរខ្ញុំនឹងធ្វើឲ្យពួកគេទទួលនៅតម្លៃដែលពួកគេសមនឹងទទួលបើខ្ញុំដឹងពីមុនមកខ្ញុំមិនគួររៀបការជាមួយស្ត្រីនោះទេដើម្បីសងប្រាក់សំណង$100,000យើងបានអស់ប្រាក់សន្សំទាំងអស់សូម្បីតែឡានបឹមថ្មីក៏បាត់ប៉ាតើយើងនឹងធ្វើអ្វីម៉ូនីកាត្រឡប់ទៅផ្ទះឪពុកម្ដាយនាងវិញនាងថាបើយើងមិនទទួលបានប្រាក់សំណងនាងនឹងរំលូតកូនប្រុសដែលនាងមានផ្ទៃពោះហើយលែងលះខ្ញុំកុំបារម្ភពេលដែលប្រាក់សំណងចូលថ្ងៃនេះនាងនឹងវិលមកដោយខ្លួនឯងអាធัวអបអរសាទរតើអ្នកកំពុងធ្វើអ្វីយើងបានឬគ្រប់យ៉ាងអ្នកនិងម្ដាយរបស់លោកហ្វេងជាអ្នកមានបំផុតជិតស្និទ្ធណាស់កុំចេះទេអភិបាលក្រុងផ្ទាល់បានប្រាប់យើងខ្ញុំបានឮថាលោកហ្វេងសាងសង់រមណីយដ្ឋាននោះសម្រាប់ម្ដាយរបស់គាត់ពេលអ្នកក្លាយជាឪពុកចុងរបស់គាត់អ្នកប្រហែលជាទទួលបានពាក់កណ្ដាលនៃទ្រព្យសម្បត្តិរបស់អ្នកមានបំផុតអាធัวពេលអ្នកនៅលើកំពូលពិភពលោកកុំភ្លេចយើងលោក Davis អ្នកធំហើយអ្នកត្រូវជួយយើងផងចាគ្មានបញ្ហាទេប៉ាយើងទីបំផុតបានបង្វិលស្ថានភាពយើងមិនអាចទុកឲ្យបរិះនោះឈ្មោះឆេះរួចផុតទេពេលខ្ញុំក្លាយជាឪពុកចុងរបស់អ្នកមានបំផុតរឿងដំបូងដែលខ្ញុំនឹងធ្វើគឺធ្វើឲ្យមេនិងកូនប្រុសរបស់នាងសងលោកសេននិងម្ដាយរបស់គាត់បានមកដល់អាធัว
ប្រញាប់ចៅស្វាងកំពុងរងចាំនៅមាត់ទ្វារភូមិដើម្បីស្វាគមន៍អ្នកលោកសេននិងម្ដាយរបស់គាត់នៅទីនោះគាត់បានប្រាប់អ្នកឲ្យប្រញាប់ទៅផងដែរតោះទៅលោកសេងអ្នកស្រីសេងសូមស្វាគមន៍សូមមកផ្លូវនេះខ្ញុំនឹងយកអ្នកទាំងពីរទៅទស្សនាជាមុនបង្ហាញអ្នកពីភូមិយើងនិងពិនិត្យមើលទីតាំងរមណីយដ្ឋានខ្ញុំហត់បន្តិចហើយដូច្នេះខ្ញុំមិនទៅទេឆេអ្នកទៅមុនខ្ញុំនឹងសម្រាកនៅទីនេះបន្តិចអ្នកស្រីសេងកំពុងរងចាំនៅទីនេះតើនាងអាចរងចាំ Arthur ទេនាងនិង Arthur ពិតជាស្និទ្ធស្នាលណាស់អញ្ចឹងចូលឡានហើយសម្រាកក្នុងឡានស្រួលជាងខ្ញុំនឹងត្រឡប់មកវិញភ្លាមតោះទៅភ្លាមសូមអញ្ជើញមុនលោកសេងឡានថ្នាក់ខ្ពស់មែនត្រូវតែជារបស់លោកសេងអ្នកច្បាស់ជាម្ដាយរបស់លោកសេងមែនទេមេអញ្ចឹងអ្នកជាម៉ាក់របស់លោកសេងអ្នកមានភាពឆើតឆាយណាស់ជាមួយនឹងរូបរាងគួរឲ្យស្រឡាញ់របស់នាងតើនាងអាចមានភាពឆើតឆាយអ្វីទៅនាងមិនមែនជាម្ដាយរបស់លោកសេងទេតែជាអតីតប្រពន្ធឪពុកខ្ញុំនាងនិងកូនប្រុសជាកម្មករសំណង់បានរួមគ្នាបោកក្រុមគ្រួសារយើង$100,000អ្នកមិនមែនមកពីភូមិយើងទេអ្នកមកធ្វើអីទីនេះកុំប្រាប់ខ្ញុំថាអ្នកឲ្យថាម្ដាយអ្នកមានបំផុតអ្នកស្រីសេងចូលចិត្តខ្ញុំហើយអ្នកមកទីនេះដោយសារតែនឹងអ្នកណាថាគេចូលចិត្តអ្នកអីមិនអាចទទួលយកបានទេខ្ញុំលែងលះអ្នកហើយខ្ញុំនៅតែអាចរកប្រពន្ធល្អបែបនេះបានខ្ញុំនឹងក្លាយជាឪពុកចុងរបស់បុរសអ្នកមានបំផុតចាប់ពីពេលនេះទៅអ្នកនិងកូនប្រុសគួរឲ្យស្រឡាញ់របស់អ្នកមិនយូរមិនឆាប់នឹងលុតជង្គង់សុំការអភ័យទោសពីខ្ញុំត្រឹមត្រូវហើយអ្វីដែលអ្នកនិងកូនអ្នកជំពាក់យើងនឹងទារមកវិញជាមួយការប្រាក់គ្រប់ផ្សេងតើអ្នកទាំងពីរកំពុងស្រមៃអីគ្មានអ្នកណាខ្វាក់ភ្នែកដល់ថ្នាក់ចូលចិត្តអ្នកទេអ្នកដឹងអីស្រីចាស់ហើយចៅវាយស្រុករបស់យើងថាដូច្នេះអ្នកស្រីសេងមានអារម្មណ៍ជ្រាលជ្រៅចំពោះលោក Davis ឈប់ធ្វើមុខជូរទៀតទៅអ្នកនិងកូនប្រុសគួរឲ្យស្រឡាញ់របស់អ្នកដូចគ្នាតែងតែខ្ជិតអ្នកអតីធ្វើជាអ្នកមានចេញទៅកុំធ្វើឲ្យឡានថ្លៃរបស់គេប្រឡាក់តើអ្នកដឹងយ៉ាងម៉េចថាឡាននេះមិនមែនរបស់ខ្ញុំអីទៀតឡាននេះច្បាស់ជាមិនថោកទេវាត្រូវតែជារបស់អ្នកមានបំផុតអ្នកភូមិក្រៅឈប់រំខានទៅតែឡាននេះជារបស់ខ្ញុំវាមិនអាចទៅរួចទេអ្នកគ្រាន់តែជាស្ត្រីមេផ្ទះដែលជាប់នៅចង្ក្រានតើអ្នកអាចមានលុយទិញឡានបែបនេះដោយរបៀបណាខ្ញុំយល់ហើយឡាននេះប្រកាសជាទិញដោយ$100,000ដែលអ្នកបោកយកពីពួកយើងអ្នកនិងកូនប្រុសរបស់អ្នកបោកប្រាស់លុយពួកយើងហើយអ្នកនៅហ៊ានអ៊ូទៀតលោក Davis ប៉ុន្តែឡាននេះគឺជា Cullinan and Navigator ប្រភេទពង្រីកវាមានតម្លៃជាង$4 លាន$4 លានវាច្រើនជាងសំណងរស់រើរបស់យើងដូច្នេះ$100,000របស់ពួកគេមិនអាចទិញសូម្បីតែម៉ាស៊ីនរថយន្តមួយសម្រាប់វា$100,000របស់អ្នកគឺជាសំណងតាមបញ្ជារបស់តុលាការសម្រាប់កូនប្រុសរបស់ខ្ញុំបើអ្នកមិនពេញចិត្តទេទៅប្តឹងទៅអ្នកគ្រាន់តែមានសំណាងបានលុយងាយកុំអំនួតពេលខ្ញុំក្លាយជាឪពុកចុងរបស់អ្នកមានបំផុតខ្ញុំនឹងធ្វើឲ្យអ្នកនិងកូនប្រុសរបស់អ្នកសាយភ្លាមខ្ញុំនឹងធ្វើឲ្យអ្នកលុតជង្គង់សុំទានក្នុងសុបិនរបស់អ្នកនាងមិនចង់មានអ្វីជាមួយអ្នកទេអ្នកគួរតែបណ្ដេញស្ត្រីនេះចេញឥឡូវនេះប្រសិនបើវាធ្វើឲ្យខូចឪពុកខ្ញុំរៀនចុះសម្រុងជាមួយម្ដាយរបស់អ្នកមានបំផុតអ្នកនឹងមិនទទួលបាន$1 បន្ថែមទៀតទេពីសំណងរស់រើរបស់រមណីយដ្ឋានឈប់និយាយរឿងឥតប្រយោជន៍ហើយចេញទៅដូច្នេះនេះជារចនាប័ទ្មរបស់ភូមិអ្នកមើលទៅដូចជារមណីយដ្ឋានរបស់កូនប្រុសខ្ញុំនឹងត្រូវសាងសង់នៅកន្លែងផ្សេងតើអ្នកដែលកំពុងសាងសង់រមណីយដ្ឋាននៅភូមិយើងជាអ្នកមានបំផុតតើគាត់ជាកូនរបស់អ្នកដោយរបៀបណាត្រូវហើយព្រោះអ្នកមានបំផុតដែលអ្នកកំពុងនិយាយអំពីគឺជាកូនរបស់ខ្ញុំអ្នកនិយាយរឿងមិនពិតភូមិទាំងមូលដឹងហើយតើវាអាចคล้ายយ៉ាងម៉េចអ្នកត្រូវបានគេចាប់បាននៅពេលធ្វើពុតជាអ្នកមានអ្នកគ្រាន់តែខ្មាស់អៀនប៉ុណ្ណោះដូច្នេះហើយអ្នកកំពុងនិយាយឥតន័យនៅទីនេះអួតហើយកុហកអ្នកណាដឹងថាអ្នកយកមកពីណាព័ត៌មានคล้ายនោះ
ត្រឹមត្រូវហើយចៅហ្វាយស្រុកផ្ទាល់បានបញ្ជាក់វាមិនអាចខុសទេខ្ញុំគិតថាស្ត្រីនេះពូកែណាស់នាងថែមទាំងកុហកយ៉ាងនេះដើម្បីរក្សាមុខទៀតផងប្រិយមិត្តស្ត្រីនេះធ្វើពុតជាម្ដាយរបស់បុរសអ្នកមានបំផុតបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកហ្វេនអញ្ចឹងយើងបង្រៀននាងបន្តិចអ្នកទាំងអស់គ្នាយើងទៅវាបំបែកឡានអន់របស់នាងអាធឺអ្នកឈួតហើយឬប៉ុន្តែឡាននេះតម្លៃ$800,000នាងកំពុងនិយាយថានាងជាម្ដាយរបស់បុរសអ្នកមានបំផុតហើយឡាននេះប្រកាសជាខ្ចីគេមកដើម្បីធ្វើពុតជាអ្នកមានបើមានអីខុសនាងនឹងត្រូវស្ដីបន្ទោសត្រឹមត្រូវហើយវាបំបែកវាទាំងអស់បើមានអីកើតឡើងខ្ញុំនិងឪពុកខ្ញុំនឹងទទួលខុសត្រូវឈប់អ្នករារាំងខ្ញុំឬចេញពីផ្លូវខ្ញុំខ្ញុំបានពិនិត្យបរិស្ថានភូមិរួចហើយជារួមវាល្អហើយគ្រាន់តែបន្តគម្រោងទៅតាមផែនការយល់ហើយលោកហ្វេនយើងនឹងសហការយ៉ាងពេញលេញយើងនឹងមិនធ្វើឲ្យអ្នកខកចិត្តទេចិត្តដល់ម៉ោងហើយតោះទៅយកម្ដាយខ្ញុំហើយទៅប្រជុំកិច្ចការដីធ្លីបាទលោកហ្វេនខ្ញុំបានផ្ញើមនុស្សទៅច្រកចូលភូមិរួចហើយដើម្បីស្វាគមន៍លោកស្រីសេនឲ្យបានសមរម្យតោះទៅប្រជុំការទិញដីសិនហើយអង្គុយរងចាំយល់ពោមខ្ញុំព្រមានអ្នកជាលើកចុងក្រោយប្រសិនបើអ្នកពិតជាបំបាក់ឡាននេះថ្ងៃនេះអ្នកប្រកាសជាមិនអាចទ្រាំនឹងផលវិបាកបានទេបន្ទាប់ពីទាំងអស់នោះនៅតែធ្វើរឹងនៅតែព្យាយាមបំភ័យយើងជាមួយរឿងដដែលប៉ាកុំខាត់សម្ដីនឹងនាងគ្រាន់តែប៉ាន់ស្មានដើម្បីរក្សាមុខអ្នកទាំងអស់គ្នាទៅចុះបំបាក់វាប្រសិនបើមេឃធ្លាក់ខ្ញុំអាធួរនឹងទទួលខុសត្រូវលោកសេនឡានលោកទើបតែបានបើកសញ្ញារោទការខូចខាតសំឡេងរោទខូចមានរឿងអីលោកហ្វេនសូមស្ងប់ស្ងាត់យើងនឹងទូរស័ព្ទទៅពិនិត្យអ្នកបានបំផ្លាញឡានកូនខ្ញុំអ្នកនឹងស្ដាយក្រោយហើយតែបើពួកគេនៅតែមិនចេះរៀនសូត្រខ្ញុំនឹងធ្វើឲ្យពួកគេចំណាយស្ដាយក្រោយខ្ញុំពិតជាបានបំផ្លាញឡានគាត់មែនតើអ្នកនឹងធ្វើអីក៏អាណិតណាស់ដែលកូនរបស់អ្នកមិននៅទីនេះបើគាត់នៅទីនេះខ្ញុំក៏នឹងបំផ្លាញគាត់ដែរកុំប៉ះកូនខ្ញុំប៉ាឯងហ៊ានវាយខ្ញុំទេចាំបន្តិចលោកដាវីសចៅវាយក្រុងកំពុងតេឡេផូនចាំមើលឡានរបស់លោកសេនហេតុអីស្រាប់តែយើងទទួលសម្លេងរត់ខូចមិនក៏អ្នកឲ្យរឿងនេះកើតឡើងបានឡានរបស់លោកសេនខ្ញុំមិនឃើញអីទេឯងខ្វាក់ឬមានឡានប្រណិតតែមួយគត់នៅមាត់ភូមិគឺរបស់លោកសេនទៅពិនិត្យវាឥឡូវនេះវាហាក់ដូចជាយើងបានបំផ្លាញឡានរបស់លោកសេនអីដោយសារនេះជាឡានកូនរបស់នាងតើកូនរបស់នាងពិតជាលោកសេនមែនឬមិនអាចទេខ្ញុំបានឃើញកូនប្រុសរបស់នាងដោយផ្ទាល់គាត់មិនអាចជាលោកសេនទេពិតមែនហើយស្ត្រីម្នាក់នេះគឺដាក់អន្ទាក់យើងដោយចិត្តណានាងបានលួចសាឡានរបស់បុរសអ្នកមានបំផុតហើយនាងមកទីនេះដើម្បីធ្វើពុតខ្ញុំមិនមែនជាមនុស្សអាក្រក់បែបនោះទេខ្ញុំនឹងនិយាយម្ដងទៀតឡាននេះជារបស់កូនប្រុសខ្ញុំនៅស្ងៀមអ្នកនៅតែធ្វើពុតជាមួយខ្ញុំលោកសេននឹងដឹងមិនយូរមិនឆាប់ថាយើងបានបុកឡានរបស់គាត់តើយើងត្រូវធ្វើអ្វីឥឡូវនេះ Arthur អ្នកជាអ្នកទូចឲ្យយើងបុកឡាននេះអ្នកបាននិយាយថាអ្នកនឹងទទួលខុសត្រូវបើមានអ្វីកើតឡើងអស់គ្នានៅស្ងៀមខ្ញុំជាឪពុកចុងនាពេលអនាគតរបស់បុរសអ្នកមានបំផុតដូច្នេះបើយើងបុកឡានគាត់មួយគ្រឿងតើមានបញ្ហាអ្វីពេលដល់ពេលពាក្យមួយម៉ាត់របស់ខ្ញុំនឹងធ្វើឲ្យរឿងនេះបានស្ងប់ស្ត្រីម្នាក់នេះទើបតែឃើញយើងបុកឡានយើងត្រូវកម្ចាត់នាងឲ្យលឿនមុនពេលនាងនិយាយរឿងនេះចេញបើអ្នកហ៊ានប៉ះខ្ញុំកូនប្រុសខ្ញុំនឹងមិនអត់ទោសអ្នកទេលោកសេងខ្ញុំសុំទោសមិនអីទេ
ដោយសារមានគេទៅផ្ទៀងផ្ទាត់ហើយតោះទៅប្រជុំកិច្ចការដីធ្លីជាមុនសិនការិយាល័យអភិបាលខេត្តផ្ញើសារមកទៀតហើយលោកសេននឹងមកដល់កិច្ចប្រជុំឆាប់អ្នករាល់គ្នាបានខាត់អ្នកស្រីសេននៅមាត់ភូមិហើយឬនៅមកគ្មានអ្នកស្រីសេននៅទីនេះទេយើងមិនទាន់ឃើញស្ត្រីណាម្នាក់តតែសោះចាំបន្តិចតើនាងមិនមែនជាស្ត្រីទេហើយនាងមានអាយុប្រហាក់ប្រហែលនឹងអ្នកស្រីសេនដែរតើវាអាចទៅរួចនាងមិនបានកុហកទេនាងពិតជាម្ដាយបង្កើតរបស់លោកសេនមែនខ្ញុំបានប្រាប់អ្នកហើយនាងមិនអាចជាម្ដាយពិតរបស់លោកសេនទេពិតប្រាកដណាស់លោកស្រីសេនពិតប្រាកដមិនទាន់មកដល់ទេតោះប្រញាប់ទៅរកនាងលោកស្រីសេនតើអ្នកណែណាកូនខ្ញុំនៅឯណាស្ត្រីនេះមកពីណានាងមិនមែនមកពីភូមិយើងទេមិនដែលឃើញនាងពីមុនមកទេតើអ្នកឃើញថូប៊ីទេបរិះអ្នកមានជាងគេតើនាងអាចជាលោកស្រីសេនទេតើអ្នកមានទំនាក់ទំនងយ៉ាងណាជាមួយបរិះអ្នកមានជាងគេគាត់ជាកូនខ្ញុំថូប៊ីជាកូនខ្ញុំនេះម្ដាយពិតរបស់បរិះអ្នកមានជាងគេចាំបន្តិចនាងឈួតហើយ Arthur ប្រកាសជាពិបាកណាស់ឥឡូវនេះខ្ញុំពិតជាត្រូវថែទាំស្ត្រីដូចនាងរាល់ថ្ងៃប៉ាសម្រាប់ទ្រព្យសម្បត្តិនិងកិត្តិយសអនាគតរបស់យើងសូមអត់ធ្មត់បន្តិចមកផ្លូវនេះលោកស្រីសេនខ្ញុំនឹងនាំអ្នកទៅរកកូនរបស់អ្នក Arthur ខ្ញុំទន្ទឹងរង់ចាំមើលមុខអ្នកពេលអ្នកដឹងការពិតទាំងស្រុងវានឹងមិនអាចកាត់ថ្លៃបានទេចម្លែកហើយអ្វីស្ត្រីចាស់នេះមើលទៅស្គាល់ដូច្នេះចាប់នាងដាក់គុកនៅក្នុងឃ្លាំងស្រូវកុំឲ្យនាងចេញមកធ្វើឲ្យញ៉ៃញ៉ៃអង្គុយចុះលោកស្រីសេនកុំប៉ះខ្ញុំអ្នកជានរណាទៅពួកមនុស្សអាក្រក់ប៉ាលោកស្រីសេនអ្នកណាប្តីខ្ញុំឯងមកធ្វើអីនេះខ្ញុំនឹកឯងណាស់តូប៊ីណែណាសម្រាប់ធនធាននិងសំណងកំទេចរបស់សេដ្ឋីខ្ញុំគ្រាន់តែយកវារកលុយពិបាកដូចស៊ីលាមកធ្វើជាឪពុកចុងរបស់សេដ្ឋីមិនងាយស្រួលទេអាធូកំពុងឈ្លានពានខ្លាំងគ្មានផ្លូវទេខ្ញុំមិនអាចអង្គុយទេមិនធ្វើអីទេមិនដឹងថាឆេះនឹងមកដល់ពេលណាទេលោកហ្វេនកន្លែងប្រជុំទិញដីនៅខាងមុខលោកស្រីសេងគួរតែនៅខាងក្នុងរោងចាំអ្នកហេតុអីសេដ្ឋីមិនទាន់មកដល់អូអត់ទេលោកសេងខ្ញុំទុកកិច្ចសន្យាទិញដីរបស់យើងនៅក្នុងការិយាល័យរបស់ខ្ញុំពិតជាសំទោសអ្នកទាំងពីរទៅយកវាមកសូមអញ្ជើញទៅមុខហើយចូលកន្លែងយើងនឹងត្រឡប់មកវិញឆាប់កូនឯងនៅឯណាស្ត្រីនោះកំពុងធ្វើអ្វីទៀតតោះទៅមើលអីជាប់គុកហើយនៅរករឿងទៀតនៅព្យាយាមលេងល្បិចទៀតមេមើលខ្លួនឯងឥឡូវនេះហេតុអ្វីមិនសម្រួលខ្លួនឯងកំពុងសុំឲ្យគេបង្អាប់អស់ទៅចេញមកនេះហើយជួបអ្នកស្រីសេនឈប់ទៅឯងមើលអ្វីលោកសេនទីបំផុតអ្នកមកដល់ហើយយើងបានរងចាំអ្នកយូរណាស់ហើយសួស្តីលោកហើយអ្នកទាំងអស់គ្នាតើអ្នកបានឃើញម្ដាយខ្ញុំទេលោកសេនកុំបារម្ភយើងទើបតែមើលថែម្ដាយលោកផងដែរនាងមិនមែនជាអ្នកស្រីហ្វេនទេអ្នកបានច្រឡំមនុស្សអាធួប្រញាប់ឡើង
លោកសេនមកដល់ហើយទៅស្វាគមន៍គាត់ឥឡូវនេះទីបំផុតមកដល់នៅស្ងៀមបើមិនដូច្នោះទេអ្នកនឹងមិនឃើញកូនប្រុសអ្នកទៀតទេ លោកហ្វេនសូមឲ្យខ្ញុំពន្យល់ លោកហ្វេនសុំទោសខ្ញុំយឺតតើជាអ្នកមែនទេហើយអ្វីបានជាអ្នកតើអ្នកកំពុងធ្វើអ្វីនេះគឺលោកហ្វេន អាធួរលោកហ្វេនថានាងមិនមែនជាម្ដាយរបស់គាត់ទេតើយើងត្រូវធ្វើអ្វី ពិតណាស់នាងមិនមែនជាម្ដាយរបស់គាត់ទេព្រោះគាត់មិនមែនជាលោកហ្វេនសោះត្រូវហើយលោកហ្វេនអីគាត់គ្រាន់តែជាកូនរបស់អតីតប្រពន្ធឪពុកខ្ញុំ ខ្ញុំដឹងហើយដូច្នេះគាត់គឺជាអ្នកខ្លាំងខ្លាយ ហាក់ដូចជាដល់ពេលដោះស្រាយជាមួយអ្នកហើយអ្នកទាំងពីរម្ដាយនិងកូនរំខានណាស់ទើបតែចប់ជាមួយស្ត្រីចាស់ហើយឥឡូវអ្នកកូនអាក្រក់មកតាមខ្ញុំរករឿងតើអ្នកបានធ្វើអ្វីទៅម្ដាយខ្ញុំនាងណែណាបារម្ភហើយមែនទេអ្នកបន្លំយកលុយយើង$100,000ប្រគល់ប្រាក់ទាំងអស់មកវិញបន្ទាប់មកខ្ញុំនឹងប្រាប់អ្នកថានាងណែណាលងងហ៊ានយកអ្នកស្រីសេនមកលេងសើចជាមួយលោកសេនអ្នកចង់ស្លាប់យកខ្លះជួយខ្ញុំបញ្ឈប់គាត់ឥឡូវនេះខ្ញុំនឹងធ្វើឲ្យប្រកាសថាលោកហ្វេននឹងផ្ដល់រង្វាន់ដល់អ្នកនៅពេលក្រោយសូមផ្លាស់ទីអ្នកទាំងអស់គ្នាខ្ញុំប្រាប់អ្នកហើយចូលចេញទៅបើមិនដូច្នេះទេអ្នកនឹងស្ដាយអ្នកទាំងពីរជាអ្នកខ្លាំងខ្លាយតើអ្នកអាចធ្វើអ្វីដល់ពួកយើងបានត្រឹមត្រូវហើយគាត់ជាឪពុកចុងនាពេលអនាគតរបស់លោកសេនឆ្លាតហើយចេញទៅមិនខ្មាស់អ្នកនៅតែហ៊ានលេងសើចជាមួយម្ដាយខ្ញុំ មានអ្នកនៅទីនោះ ម៉ាក់ហើយឡានពេទ្យប្រញាប់ឡើងទៅចុះហៅមួយខ្ញុំមានមនុស្សនៅមាត់ទ្វារភូមិរឡានពេទ្យដែលចូលមកខ្ញុំនឹងបិទវាគិតថាអញពិបាកអញ្ចឹងហោះចេញពីទីនេះត្រូវហើយនៅភូមិភ្នំបៃតងយើងជាអ្នកសម្រេចស្រែកឲ្យអស់ចិត្តវាមិនមានប្រយោជន៍អ្វីទេឯងឆ្លើយណាស់តាក់ទងទីស្នាក់ការកណ្ដាលឥឡូវផ្អាកគម្រោងរមណីយដ្ឋានដោយគ្មានលក្ខខណ្ឌផ្អាកកិច្ចសហប្រតិបត្តិការទាំងអស់ជាមួយភូមិនេះ គម្រោងរមណីយដ្ឋាន ឯងចង់បន្លែនអ្នកណាឯងដូចម៉ាក់ឯងអីចឹងឯងធ្វើតែក្បាច់នឹងបោកប្រាស់ត្រូវហើយឯងគិតថាឯងអាចគ្រប់គ្រងគម្រោងបានឯងគិតថាឯងជាអ្នកមានជាងគេពិតមែនទេការស្រមើស្រមៃរបស់ឯងមិនអាចទៅឆ្ងាយជាងនេះទេពេលយើងចុះកិច្ចសន្យានេះជាមួយលោកសេនភូមិយើងនឹងរីកចម្រើន តូប៊ីរបស់ម៉ាក់ មើលទៅដូចលោកហ្វេនពិតបានមកដល់ហើយនៅពេលយើងចុះកិច្ចសន្យាគម្រោងនេះជាមួយលោកសេនភូមិរបស់យើងនឹងឆាប់ទទួលបានជោគជ័យធំ តូប៊ីរបស់ម៉ាក់ មើលទៅដូចជាលោកសេនពិតប្រាកដនៅទីនេះលោកសេន តូប៊ីរបស់ម៉ាក់ហេតុអ្វីបានជាអ្នកចេញមកទីនេះតែម្នាក់ឯងដូច្នេះអ្នកគឺជាលោកសេនតើអ្នកកំពុងគិតអ្វីឈ្មោះរបស់គាត់គឺតូប៊ីគាត់ធ្វើការឲ្យក្រុមប្រឹក្សាភូមិរបស់យើងក្នុងនាមជាមន្ត្រីភូមិដែលទើបជ្រើសរើសថ្មីម៉ាក់របស់ខ្ញុំមានជំងឺអល់ស៊ីម៉ឺនាងនៅផ្ទះគ្រប់ពេលហើយមិនដែលចេញទៅណាទេថ្ងៃនេះនាងបានរត់ចេញសុំទោសចំពោះរឿងទាំងអស់នេះ តើមានរឿងអ្វីកើតឡើងនៅទីនេះប្រសិនបើនាងមិនមែនជាម្ដាយរបស់លោកសេនតើនាងជានរណា ហេតុអ្វីបានជាអ្នកទាំងអស់គ្នាមើលទៅតូចចិត្តដូច្នេះអូននិយាយពីនេះតើលោកសេននិងលោកស្រីសេនណែណាតើពួកគេមិនបានចូលទៅមុនទេអ្នកទាំងពីរនៅក្នុងនោះតើពួកគេអាចជាលោកសេនតើមានរឿងអ្វីកើតឡើងចំពោះលោកស្រីសេនតើនាងរងរបួសយ៉ាងម៉េចបានជាដូចនេះអ្នកមិនគួរសួរខ្ញុំពីរឿងនោះទេអ្នកគួរសួរប្រជាជននៅភូមិរបស់អ្នកវិញមិនអាចទៅរួចទេមិនអាចទេតើអ្នកអាចជាលោកសេនយ៉ាងម៉េចទៅអ្នកគ្រាន់តែជាកម្មករសំណង់ម្នាក់ប៉ុណ្ណោះតើអ្នកអាចជាអ្នកមានបំផុតយ៉ាងម៉េចទៅតើមានរឿងអ្វីកើតឡើងពិតប្រាកដនិយាយមកវាគឺអសើនឹងកូនរបស់គាត់ដែលជាអ្នកដឹកនាំកុបកម្មគាត់ប្រាជ្ញាចិត្តតាមរកលោកស្រីសេន
ហើយគាត់ញុះញង់ឲ្យយើងបំផ្លាញឡានរបស់លោកសេនហើយចាក់សោលោកស្រីសេននៅក្នុងជំរប់ហើយធ្វើឲ្យនាងរបួសលោកសេនខ្ញុំសុំទោសវាជាកំហុសរបស់យើងទាំងអស់គ្នាសូមមេត្តាអភ័យទោសដល់ពួកយើងផង សូមផ្ដល់ឱកាសមួយទៀតដល់ភូមិយើង កុំបញ្ចប់កិច្ចសហប្រតិបត្តិការនៅឡើយ ឱកាសពេលដែលអ្នកភូមិរបស់អ្នកគំរាមកំហែងខ្ញុំទៅតែមួយផ្លេតនេះខ្ញុំបានបញ្ជាមនុស្សរបស់ខ្ញុំបញ្ឈប់រាល់គម្រោងសហប្រតិបត្តិការនៅក្នុងភូមិរបស់អ្នកគម្រោងដែលមានតម្លៃរាប់សិបលានដុល្លារបានបាត់បង់អស់លោកអភិបាលលោកសេងខ្ញុំខុសហើយខ្ញុំដឹងថាខ្ញុំខុសសូមស្ដារគម្រោងទាំងនោះឡើងវិញផងខ្ញុំមិនអាចរស់នៅដោយគ្មានលុយនេះទេលោកសេងខ្ញុំសុំទោសយើងខ្វាក់ភ្នែកណាស់សូមមេត្តាអត់ទោសដល់ពួកយើងផងហៅប៉ូលីសភ្លាមទេសូមកុំហៅប៉ូលីសខ្ញុំមិនចង់ទៅគុកទេមិនអាចហៅប៉ូលីសបានទេយើងនឹងត្រូវជាប់គុកដោយសាររឿងនេះមិនអាចហៅប៉ូលីសបានទេខ្ញុំបានព្រមានអ្នកហើយអ្នកនឹងត្រូវសងលោកហ្វេនវាជាអ្នកទាំងពីរនោះដែលបង្កបញ្ហាពេញមួយពេល ខ្ញុំបានព្រមានពួកគេកុំឲ្យលេងសើចវាជាអាធួរនឹងកូនប្រុសរបស់គាត់ដែលទូចចង់បង្កចំនួនជាមួយអ្នក យើងមិនបានបង្ខំពួកអ្នកឲ្យធ្វើវាទេពេលយើងកំពុងបំផ្លាញឡានពួកអ្នកជាអ្នកចូលមុនគេឥឡូវអ្នកចង់បន្ទោសយើងទេមិនមានឱកាសទេអ្នកចង់ឲ្យខ្ញុំនិងកូនប្រុសរបស់ខ្ញុំទទួលទោសមែនទេអ្នកនិយាយបំភ្លឺហួសហេតុណាស់អ្នកជំងឺនៅណានៅទីនេះលោកហ្វេនខ្ញុំធ្លាប់ល្អជាមួយម្ដាយរបស់អ្នកដឹងទេមើលទៅដោយសារខ្ញុំស្ទើរតែជាឪពុករបស់អ្នកសូមអធិស្ឋានខ្ញុំផងនាពេលនោះអ្នកបានទាញយកប្រយោជន៍ពីម្ដាយខ្ញុំហើយធ្វើឲ្យនាងឈឺចាប់បែបនោះការស្ដាយក្រោយដ៏ធំបំផុតរបស់ខ្ញុំឥឡូវនេះគឺមិនបានសម្លាប់អ្នកនៅពេលនោះទេហើយអ្នកហ៊ានប្រើរឿងនោះដើម្បីអង្វរខ្ញុំទេអ្នកគួរតែអធិស្ឋានឲ្យម្ដាយខ្ញុំមានសុខភាពល្អបើមិនដូច្នោះទេអ្វីដែលនឹងកើតឡើងចំពោះពួកអ្នកនឹងមិនងាយស្រួលដូចការជាប់គុកនិងប្រាក់ពិន័យនោះទេ មកទីនេះ ប៉ាតើយើងត្រូវធ្វើអ្វីយើងចប់ហើយវាចប់គ្រប់យ៉ាងហើយថ្មីនេះឪពុកនិងកូនប្រុសម្នាក់នៅក្នុងភូមិបានញុះញង់ដោយចេតនាឲ្យភូមិទាំងមូលធ្វើបាបអ្នកដទៃនិងធ្វើបាបគាត់ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីជូនដំណឹងដល់ពលរដ្ឋវងវ៉េមបូឲ្យចេញសេចក្តីជូនដំណឹងជាច្រើនក្រោយការជំនុំជម្រះតុលាការបានកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារតាមច្បាប់ភាគីពាក់ព័ន្ធទាំងអស់បានទទួលទោសតាមច្បាប់ម៉ែ ល្អណាស់ដែលខ្ញុំដើមឡើយយល់ថាបន្ទប់ web snap ពេកហើយបានផ្លាស់មកបន្ទប់ធម្មតានេះអ្នកណានឹងដឹងថាវានឹងដោយចៃដន្យនាំឲ្យមានគូស្នេហ៍ដ៏អស្ចារ្យសម្រាប់កូនប្រុសខ្ញុំអ្នកទាំងពីរតើអ្នកនឹងប្រាប់ខ្ញុំនៅពេលណាអំពីទំនាក់ទំនងរបស់អ្នក តើអ្នកដឹងបានយ៉ាងដូចម្ដេចយើងមិនទាន់មានឱកាសប្រាប់អ្នកទេ ពីខែនេះអ្នកមកមន្ទីរពេទ្យរាល់ថ្ងៃតារាបណាមេនៅក្នុងបន្ទប់អ្នកនៅយូរជាងធម្មតាខ្ញុំត្រូវតែខ្វាក់ទើបមិនឃើញ យើងក្រុងនឹងរៀបចំនិងផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកមិននឹកស្មានថាអ្នកដឹងរួចហើយ ម៉ែសូមអរគុណដែលបាននៅជាមួយ Chase របស់យើងអ្នកទាំងពីរថែរក្សាគ្នាឲ្យបានល្អយើងនឹងធ្វើលោកស្រីសេងល្អលោកស្រីសេងតាមពិតឪពុកម្ដាយខ្ញុំក៏ដឹងដែរអំពី Chase និងខ្ញុំពួកគាត់ចង់រងចាំរហូតដល់អ្នកចេញពីមន្ទីរពេទ្យដើម្បីអញ្ជើញអ្នកមកផ្ទះយើងញ៉ាំបាយ ខ្ញុំមិនដឹងថាតើវាស្រួលសម្រាប់អ្នកទេពិតណាស់ខ្ញុំមិនអាចរងចាំបានទេដើម្បីឲ្យអ្នកខ្លាចជាកូនប្រសាស្រីរបស់ខ្ញុំខ្ញុំនឹងទៅធ្វើការពិនិត្យជំងឺឥឡូវនេះ ទៅចុះម៉ែតែងតែគិតថាខ្ញុំគ្រាន់តែជាបុគ្គលិកនៅក្រុមហ៊ុនខ្ញុំក្រុងនឹងប្រាប់នាងយប់នេះពេលញ៉ាំបាយដើម្បីបង្ហាញអត្តសញ្ញាណរបស់ខ្ញុំជាផ្លូវការ ត្រឹមត្រូវអ្នកនឹងរៀបការពួកគាត់គួរតែដឹងអំពីអ្នកជាអ្នកមានបំផុត តើអ្នកមិនគិតថាអំណោយស្វាគមន៍នេះច្រើនពេកទេ អូអ្នកមិនយល់ទេយើងកំពុងជួបគ្រួសាររបស់នាងជាលើកដំបូងអ្នកត្រូវតែយកអំណោយស្វាគមន៍នេះឲ្យធ្ងន់ធ្ងរ មិនអីទេល្អប៉ុន្តែយើងមិនអាចយកទាំងអស់នេះក្នុងពេលតែមួយបានទេយើងយកកាបូបស្រាពីរបីទៅជន់លើសិន អូខេ ទៅរកមនុស្សបន្ថែមទៀតឲ្យពួកគេយករបស់ដែលនៅសល់មក រងចាំប្រើកាបូបដើម្បីយកវាទាំងអស់វាធំហើយរឹងមាំកាបូបទាំងពីររបស់អ្នកតូចពេកវាមិនអាចដាក់បានច្រើនទេលោកស្រីសេនឆេះអ្នកមកហើយសូមចូលមកអ្នករក្សាផ្ទះឲ្យស្អាតនិងកក់ក្ដៅណាស់ឪពុកម្ដាយរបស់មីអាប្រហែលជាងាយស្រួលរាប់អានរងចាំកុំចូលមកក្នុង បាក់កំពុងធ្វើអ្វីសុំទោសលោកស្រីសុំខ្ញុំបានប្រាប់អ្នកហើយ
គេចូលមិនបានទេប្រហែលជាមេគិតថាយើងនាំមកតិចពេកហើយមិនស្មោះត្រង់កុំបារម្ភយើងបាននាំមកច្រើនជាងនេះ ម៉ៃអាពូកែល្អនឹងចេះគិតគូរធ្វើម៉េចម្ដាយរបស់នាងអាចជាមនុស្សមើងងាយអ្នកក្រហើយខ្វល់តែពីទ្រព្យសម្បត្តិកូន ប្រញាប់ប្រាប់ពួកគេយករបស់ដែលនៅសល់មកទេលោកស្រីអ្នកមិនចាំបាច់នាំអ្វីមកទេម្ដាយខ្ញុំមិនមានចេតនាបែបនោះទេនាងគ្រាន់តែមិនចេះនិយាយសូមចូលមកមុនសិនអូខេយើងគ្រាន់តែបដូរស្បែកជើងហើយចូលមកម៉ាក់ មើលទៅអាពីពីនេះត្រូវការការគិតច្រើនទៀតម៉ៃអាព្រោះម្ដាយឯងរវល់ថ្ងៃនេះខ្ញុំសុំទៅមុនឥឡូវម៉ៃអា តើខ្ញុំមិនបានប្រាប់ឯងទេថាខ្ញុំបានរៀបចំស្បែកជើងទុនថ្មីពីគូសម្រាប់ឆេះនិងមេហើយដល់ឯងយករបស់ចាស់ទាំងនេះមកអូបាទខ្ញុំភ្លេចអូបដូរស្បែកជើងធ្វើអីមេឆេះចូលមកឪពុកខ្ញុំនៅតែចំអិនម្ហូបនៅឡើយចាំបន្តិចមើលម៉ៃឆេះខ្ញុំពិតជាសុំទោសខ្ញុំគ្រាន់តែភ័យខ្លាំងណាស់ខ្ញុំតែងតែមុខស្រកម្មពេលភ័យខ្ញុំពិតជាមិនមានបំណងធ្វើមុខស្រកម្មនឹងធ្វើឲ្យរឿងពិបាកនិយាយត្រង់ទៅពេលនាងងឺថាអ្នកមកថ្ងៃនេះនាងចាប់ផ្ដើមពីប៉ុន្មានថ្ងៃមុនរៀបចំកន្លែងនាងគ្រាន់តែមិនដឹងពីរបៀបបង្ហាញវាមិនអីទេវាគ្រាន់តែបង្ហាញថាម៉ៃយកចិត្តទុកដាក់ចំពោះយើងប៉ុណ្ណា ដូច្នេះខ្ញុំខុសហើយមុន យើងបានយកអំណោយខ្លះមកជូនអ្នកគ្រាន់តែរបស់តូចខ្លះ ម្ហូបបានរៀបចំរួចរាល់ហើយដល់ពេលញ៉ាំហើយ មិនបាច់ប្រញាប់ទេតោះញ៉ាំរ៉ូប៊ឺតជាអ្នកចំអិនល្អណាស់យល់ព្រមលោកលេងការធ្វើម្ហូបរបស់លោកពិតជាល្អណាស់យើងមានសំណាងដែលបាននេះ ម៉ៃអ្នកកំពុងសរសើរខ្ញុំហួសហេតុពេកហើយខ្ញុំគ្រាន់តែរៀបចំរួចរាល់ប៉ុណ្ណោះ និយាយអញ្ចឹងហើយអ្វីប្តីអ្នកមិនបានមកថ្ងៃនេះមានរឿងអ្វីនិយាយត្រង់យើងជាគ្រួសារមេឯកាឪពុករបស់ឆេះបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍វាជាកំហុសរបស់ខ្ញុំឆេះបានវង្វេងនៅខាងក្រៅអស់ជាង20ឆ្នាំយើងទើបតែរកឃើញគាត់ថ្មីនេះ បើដូច្នេះពិធីមង្គលការរបស់ពួកគេប្រហែលជាត្រូវផ្លាស់ប្ដូរ ប៉ា ខ្ញុំដឹងហើយ ម៉ៃឆេះជាក្មេងល្អវាជាកំហុសរបស់ខ្ញុំកុំវិនិច្ឆ័យគាត់ ម៉ាក់ទុកវាចោលម៉ៃអ្នកយកខុសហើយអ្វីដែលខ្ញុំចង់និយាយអំពីការផ្លាស់ប្ដូរការបរិច្ឆេទគឺឲ្យមុនឡើងលោកនិងលោកស្រីលេនអ្នកឆេះរាប់ឆ្នាំមកនេះពេលដែលអ្នកគ្មានអ្នកណាអាំងពឹងអ្នកនៅតែរក្សាភាពវិជ្ជមាននិងចិត្តល្អសូម្បីតែរកការងារនៅក្រុមហ៊ុនសកលលំដាប់កំពូលផ្សេងគ្រប់យើងជឿជាក់ក្នុងការទុកមីយ៉ាឲ្យអ្នកមើលថែលោកលេនខ្ញុំសន្យាថានឹងថែរក្សាមីយ៉ាឲ្យបានល្អ លោកនិងលោកស្រីលេនអ្នកបានខិតខំធ្វើការរហូតរាប់ឆ្នាំមកហើយយើងចង់ឲ្យកូនរៀបការឆាប់តាមពិតយើងក៏ចង់ឲ្យគ្រួសារទាំងពីរคล้ายជាគ្រួសារតែមួយពិតប្រាកដអរគុណអ្នកទាំងអស់គ្នា មកពួកយើងជាគ្រួសារមិនបាច់អរគុណទេកុំបារម្ភពីពិធីរៀបការយើងមានប្រាក់សន្សំខ្លះ ត្រឹមត្រូវទោះបីឆេសធ្វើការនៅសេនគ្រប់គាត់ទើបតែចាប់ផ្ដើមដូច្នេះគាត់ប្រហែលជាមិនទាន់សន្សំបានច្រើនទេយើងនឹងចំណាយរាល់ការចំណាយរៀបការរក្សាប្រាក់របស់អ្នកសម្រាប់ក្រោយរៀបការ លោកនិងលោកស្រីលេនអ្នកបានស្មោះត្រង់នឹងខ្ញុំខ្លាំងណាស់ដល់ពេលដែលខ្ញុំត្រូវលាតត្រដាងពីអត្តសញ្ញាណពិតរបស់ខ្ញុំលោកនិងលោកស្រីលេនតាមពិតខ្ញុំមិនមែនជាបុគ្គលិកទេប៉ុន្តែផ្ទុយទៅវិញ ខ្ញុំនេះហើយបើកទ្វារមកហេតុអីគេត្រឡប់មកវិញទៀតអ្នកណានៅមាត់ទ្វាររ៉ូប៊ឺតនិងស៊ូសាន ខ្ញុំនឹងទៅបើកទ្វារ គ្រួសារចន់និងម៉ារីកូនស្រីគេទើបតែរកបានបរិះអ្នកមានសម្រាប់រៀបការលើកទី 2 គេមកផ្ទះស៊ីញឹកញាប់ដើម្បីអួតបើកទ្វារយឺតម្លេះគិតថាអ្នកមិនសប្បាយចិត្តដែលឃើញពួកយើង យើងមានភ្ញៀវ តើអ្នកមកធ្វើអីទីនេះម៉ូនីកាតើអ្នកស្គាល់បងស្រីខ្ញុំទេពិតណាស់ខ្ញុំស្គាល់នាងស្ត្រីចំណាស់ម្នាក់នេះគឺជាម្ដាយក្មេករបស់អតីតស្វាមីខ្ញុំនាងបានបំផ្លាញអតីតស្វាមីខ្ញុំហើយបន្ទាប់មកក៏បំផ្លាញគ្រួសារគាត់ទាំងមូល ប្រាប់កូនស្រីរបស់អ្នកឲ្យគោរពមេផងស្ដាប់រ៉ូប៊ឺតហើយអ្វីបានជាអ្នកនៅតែរៀបការចូលក្នុងគ្រួសារនេះតើអ្នកមិនគិតថាវាលួយទេ ខ្ញុំគិតថាអ្នករាល់គ្នាទេដែលរលួយត្រូវហើយអ្នកមិនត្រូវបានស្វាគមន៍នៅទីនេះទេចេញទៅឥឡូវនេះសម្រាប់អ្នកក្រៅពីអ្នកនេះអ្នកចង់បែរមកប្រឆាំងពួកយើងមុខបែបនេះអ្នកអាចរៀបការចូលបានតែគ្រួសារបែបនេះទេត្រូវហើយទោះបីជាម៉ូនីការបស់យើងរៀបការលើកទី 2 ក៏ដោយនាងកំពុងរៀបការជាមួយជំនួយការរបស់អ្នកមានបំផុតគាត់រកលុយបានរាប់រយពាន់ដុល្លារក្នុងមួយឆ្នាំចាំមើលពេលគាត់ចតឡានហើយឡើងមកពេលនោះអ្នកនឹងឃើញតើជំនួយការ Taylor កំពុងជួយយើងនៅខាងក្រោមរៀបចំអំណោយសម្រាប់ម៉ៃអាតើគាត់អាចជាគូដណ្ដឹងបានយ៉ាងដូចម្ដេច ចាំមើលចុះ ត្រូវតែជាប្តីរបស់ខ្ញុំនេះមើលទៅមិនមែនជាជំនួយការ Taylor ទេ
នេះជាប្តីរបស់ខ្ញុំជំនួយការរបស់បុរសអ្នកមានបំផុតគាត់ទទួលបន្ទុកគម្រោងវិនិយោគរបស់បុរសអ្នកមានបំផុតគាត់អាចចូលទៅកាន់ព័ត៌មានវិនិយោគផ្ទៃក្នុងដែលមានសិទ្ធិទទួលបានតែមួយគត់នៅក្នុងក្រុមហ៊ុនសេង ប្រាក់សន្សំគ្រួសារយើងទាំងអស់ត្រូវបានប្រគល់ឲ្យកូនប្រសារខ្ញុំទៅវិនិយោគមិនយូរប៉ុន្មានទេមុនពេលយើងរកបានរាប់លានដុល្លារយើងនឹងរស់នៅលើកំពូលពិភពលោកដូច្នេះអ្នកកំពុងប្រើឈ្មោះខ្ញុំនឹងជំនួយការ Taylor ដើម្បីបោកប្រាស់មនុស្សអ្នកជាអ្នកបោកប្រាស់ពូក្រុមហ៊ុនយើងថ្មីនេះទើបតែមានគម្រោងរៃអង្គាសប្រាក់ពីខាងក្រៅបើអ្នកមានលុយហួសខ្លះអ្នកអាចវិនិយោគជាមួយខ្ញុំផងដែរទីនេះឈ្នះពិតប្រាកដ ម៉ែការវិនិយោគជាមួយកូនប្រសារខ្ញុំគឺមានអនាគតល្អជាងនៅជាមួយមិត្តប្រុស ហេតុអ្វីខ្ញុំមិនដឹងរឿងនោះក្រុមហ៊ុនសេនមានគម្រោងរៃអង្គាសប្រាក់ពីខាងក្រៅ គាត់ជាជំនួយការរបស់បុរសអ្នកមានបំផុតគាត់ដឹងជាងអ្នកថាតើមានគម្រោងឬអត់ Chase គឺជាបុគ្គលិករបស់ក្រុមហ៊ុនសេនពិតណាស់គាត់ដឹងអានឹងហើយឥឡូវយើងកំពុងតាក់ទងជាមួយអ្នកដែលពិតជាដឹង អ្នកមិនមែនជាជំនួយការ Taylor ទេមែនទេគាត់ពូ Robert Susan អ្នកត្រូវគេបោកប្រាស់ហើយគាត់ជាកម្មករសំណងនៅការដ្ឋានមួយតើគាត់អាចជាបុគ្គលិករបស់ក្រុមហ៊ុនបុរសអ្នកមានបំផុតដោយរបៀបណា ដូច្នេះគាត់ជាកម្មករសំណងនោះធ្វើឲ្យខ្ញុំភ័យ មិនអាចរកលុយដោយខ្លួនឯងបានទេដូច្នេះអ្នកចោទប្រកាន់អ្នកដទៃថាជាអ្នកបោកប្រាស់ឃើញទេគាត់គ្មានប្រយោជន៍ទេ អ្នកធ្វើអ្វីក៏បានអ្វីនោះដោយសារអ្នកទូចចង់លោតចូលរណ្ដៅភ្លើងនេះខ្ញុំនឹងមិនរំខានព្យាយាមបញ្ឈប់អ្នកទេមានអ្នកកំពុងប្រើអត្តសញ្ញាណរបស់អ្នកក្រោមឈ្មោះរបស់ក្រុមហ៊ុនសេនដើម្បីបោកប្រាស់លុយពីមនុស្សទៅស៊ើបអង្កេតមើលតើអីរឿងអីហេតុអ្វីអ្នកបោកប្រាស់មិនខ្លាញ់ធ្វើជាលោកសេនផ្ទុយទៅវិញគេខ្លាញ់ធ្វើជាជំនួយការដូចខ្ញុំហើយមនុស្សក៏ជឿវាដែរយើងត្រូវហៅប៉ូលីសឥឡូវនេះពូ Robert និង Min Susan កុំស្ដាប់សម្ដីរបស់មនុស្សឈួតនេះបើអ្នកចង់ខ្លាយជាអ្នកមានអ្នកអាចវិនិយោគជាមួយយើងឈប់ទៅយើងទុកចិត្ត Chase យើងនឹងមិនវិនិយោគទេលះបង់ចោលទៅ កូនពួកយើងយល់ចិត្តអ្នកមែនចិត្តតូចណាស់អ្នកសុំនឹងនៅក្រែងក្រៃក៏ជារៀងរហូតគាត់មកសុំរៀបការជាមួយថង់ផ្លាស្ទិកថោកពីរហើយអ្នកព្រមទទួលយ៉ាងអន្ទះសារគួរឲ្យខ្មាស់ណាស់មិនសូវល្អដូចអំណោយស្វាគមន៍របស់ប្តីខ្ញុំទេទោះអ្នកឲ្យមាសនឹងត្បូងក៏ដោយយើងក៏មិនចង់បានដែរចេញពីទីនេះឥឡូវនេះទៅអ្នកពិតជាគ្មានដឹងគុណអ្នកនឹងបានតែសម្រាមនេះទាំងនេះសុទ្ធតែជារបស់ប្រណិតម៉ាក់មនុស្សបែបគេនេះធ្វើម៉េចអាចមានលុយទិញរបស់ទាំងនេះប្រកាសជារបស់คล้ายៗពីផ្សារផ្លូវអ្នកធ្វើអីទាំងនេះជាអំណោយពីមីងនិង Chase បើអ្នកជន់ត្បូងនេះបែកសូម្បីតែគ្រួសារអ្នកលក់អ្វីទាំងអស់ក៏មិនអាចសងបានដែរ គ្រាន់តែរបស់คล้ายៗមួយឈុំខ្ញុំអាចបំបាក់ទាំងអស់ត្រឹមតែប៉ុន្មានពាន់ដុល្លារទេឆាប់នេះយើងនឹងមានតម្លៃរាប់លានដុល្លារយើងអាចមានលទ្ធភាពទិញទាំងអស់មែនទេសំណប់ ត្រូវហើយទៅចុះជន់វាទៅខ្ញុំមានលុយចាយឆេះនោះហើយគាត់អ្នកកំពុងធ្វើអ្វីហេតុអ្វីបានជាអ្នកចាប់ខ្លួនប្តីខ្ញុំ បុរសនេះត្រូវបានគេសង្ស័យថាមានការក្លែងបន្លំផ្នែកហិរញ្ញវត្ថុចំនួនទឹកប្រាក់ដែលពាក់ព័ន្ធគឺច្រើនណាស់ភស្តុតាងរឹងមាំយើងកំពុងចាប់ខ្លួនគាត់តាមច្បាប់ឥឡូវនេះ មិនអាចទៅរួចទេពិតជាមិនអាចទៅរួចទេប្តីខ្ញុំជាជំនួយការរបស់បុរសអ្នកមានបំផុតគឺលោកសេនតើគាត់អាចជាអ្នកក្លែងបន្លំដោយរបៀបណាអ្នកប្រកាសជាចាប់ខ្លួនខុសមនុស្សហើយអ្នកកំពុងចាប់ខ្លួនខុសមនុស្សហើយខ្ញុំមិនបានប្រព្រឹត្តក្លែងបន្លំទេខ្ញុំគឺជាជំនួយការរបស់ក្រុមហ៊ុនសេនគ្រប់គ្រាន់ហើយបើកភ្នែករបស់អ្នកហើយមើលឲ្យច្បាស់ខ្ញុំគឺជាជំនួយការរបស់លោកសេនយើងបានធ្វើការផ្ទៀងផ្ទាត់ជាច្រើនដងអត្តសញ្ញាណរបស់លោក Taylor ត្រូវបានបញ្ជាក់គាត់គឺជាជំនួយការរបស់ប្រធានក្រុមហ៊ុនសេនចំណែកឯអ្នកនេះវិញអត្តសញ្ញាណរបស់គាត់គឺคล้ายៗទាំងស្រុងគ្មានការយល់ច្រឡំទេលោកមន្ត្រីដូច្នេះតើលុយដែលយើងបានវិនិយោគទៅវិញប្រាក់សន្សំទាំងអស់របស់យើងត្រូវបានវិនិយោគបន្ទាប់ពីការស៊ើបអង្កេតពាក់កណ្ដាលនៃមូលនិធិរបស់អ្នកត្រូវបានផ្ទេរទៅក្រៅប្រទេសពិបាកក្នុងការយកមកវិញអ្វីក្នុងចំណោមទ្រព្យសម្បត្តិសរុប200,000ដុល្លារនៅសល់តែ100,000ដុល្លារប៉ុណ្ណោះនៅទីបញ្ចប់លោកមន្ត្រីសូមរងចាំទើបតែមួយផ្លែតមុននេះស្ត្រីរូបនេះបានបំផ្លាញរបស់របបផ្ទាល់ខ្លួនរបស់ខ្ញុំដោយចិត្តនាអាក្រក់នៅទីសាធារណៈសូមធ្វើការបញ្ជាក់ទៀតផងរក្សាទុកភស្តុតាងបញ្ជាក់តើចាំបាច់ដែរទេពួកវាគ្រាន់តែជារបស់คล้ายៗថោកប៉ុណ្ណោះច្រើនបំផុតក៏តែប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះខ្ញុំអាចចំណាយសងវិញបានសូមគណនាឲ្យខ្ញុំតម្លៃសរុបនៃរបស់របរដែលខូចខាតទាំងនេះឆេះនេះគឺជាជំនួយការរបស់បុរសអ្នកមានបំផុតតើអ្នកអាចបញ្ជាគាត់ដោយរបៀបណាមិនអីទេកុំភ័យគាត់គឺជាជំនួយការរបស់ខ្ញុំនៅទីបំផុតអ្នកកំពុងនិយាយថាអ្នកជាអ្នកមានបំផុតមិនអាចទេតើធ្វើដូចម្ដេចអាចទៅថ្មីនេះម៉ូនីកាបានបំផ្លាញបណ្ដុំថ្មកែវដោយចិត្តនាអាក្រក់និងអំណោយផ្ទាល់ខ្លួនដែលមានគុណភាពខ្ពស់គូផ្គងបន្ទាប់ពីបូកសរុប
វាមានតម្លៃ$6 លាន 6 លាន លោកសេងយើងកំពុងខ្លាចជាញាតិសន្តានគ្រួសារមិនកិននេបែបនេះទេតើវាច្បាស់ទេខ្ញុំបានព្រមានអ្នកជាយូរមកហើយ Robert Susan សូមនិយាយអ្វីមួយអ្នកមិនអាចឈោមើលយើងបរាជ័យទេតើយើងអាចមានលទ្ធភាពសងប្រាក់នេះដោយរបៀបណា ខ្ញុំមិនអាចជួយអ្នកបានទេវាជាអ្នកដែលបានបង្ករឿងជាមួយមេជាលើកដំបូងអ្នកគួរតែទៅអង្វរពួកគេតើអ្នកជាបងប្រុសបែបណាខ្ញុំនឹងមិនទុកឲ្យអ្នករួចខ្លួនទេ ហេតុអ្វីបានជាម៉ែមានសំណាងល្អម្លេះតើនាងអាចបានប្តីអ្នកមានបំផុតដោយរបៀបណាវាមិនយុត្តិធម៌ទេ តើអ្នកហ៊ានបង្ករឿងនៅចំពោះមុខខ្ញុំទាំងអស់គ្នាត្រឡប់ទៅស្ថានីយ៍វិញយកអំណោយដែលនៅសល់ចូលមកមេយើងគ្រាន់តែជាគ្រួសារធម្មតាខ្ញុំខ្លាចយើងរៀបការមិនសមស្នាល ទេយើងជាអ្នកដែលបានឡើងឋានៈគ្រួសារអ្នកមានចិត្តស្មោះត្រង់យើងដោយស្មោះចង់ធ្វើជាញាតិសន្តានរបស់អ្នក ម៉ែសម្រាប់អស់មួយជីវិតរបស់ខ្ញុំដូចដែលខ្ញុំការពារម៉ាក់ខ្ញុំនឹងថែរក្សាអ្នកនឹងធ្វើឲ្យអ្នកសប្បាយចិត្តរៀបការជាមួយខ្ញុំតើអ្នកព្រមទេ បាទខ្ញុំព្រម